ស្រណងដីខ្មែរត្រង់ស្រែចំការបាទសូមជម្រាបសួរលោកពូអ្នកមីងលោកតាលោកយាយនិងបងប្អូនអ្នកស្ដាប់អ្នកទស្សនាទាំងក្នុងនិងក្រៅប្រទេសទាំងអស់ជាទីរាប់អានបាទនៅពេលនេះខ្ញុំបាទសេងតារាដែលជាអ្នកស្រាវជ្រាវប្រវត្តិសិល្បករកវីនិពន្ធតន្ត្រីករជើងចាស់និងស្រាវជ្រាវឯកសារប្រវត្តិសាស្ត្រផងបាទវិលមកជួបបងប្អូនលោកពូអ្នកមីងសាជាថ្មីទៀតហើយក្នុងឱកាសនេះខ្ញុំបាទក៏បាននាំយកនៅរឿងរ៉ាវប្រវត្តិសាស្ត្រដ៏សែនជក់ចិត្តជាច្រើនទៀតមកបង្ហាញជូនជឿជាក់ថាបងប្អូនលោកពូអ្នកមីងទាំងអស់ប្រកាសជាកំពុងតែតឹងរង់ចាំដើម្បីបានស្ដាប់រឿងរ៉ាវប្រវត្តិសាស្ត្រទៀតហើយថ្ងៃនេះខ្ញុំបាទបាននាំយករឿងរ៉ាវដ៏សែនជក់ចិត្តមួយខ្សែទៀតមកបង្ហាញជូនដែលមានប្រធានបទជាច្រើនដែលយើងស្ដាប់ហើយប្រកាសជាជក់ចិត្តហើយក៏បានស្វែងយល់ភ្លឺភ្នែកផងដែរទី1គឺតាក់ទងទៅនឹងរឿងហេតុអ្វីបានជាពេលបោះឆ្នោតឆ្នាំ1993ខាងភាគីខ្មែរក្រហមមិនចូលរួមក្នុងការបង្កើតបកដើម្បីប្រជែងជាមួយគណៈបកប្រជាជនគណៈបកហ្វុនស៊ិនពេជ្រគណៈបកសេរីនិយមព្រះពុទ្ធសាសនារបស់លោកតាសឿនសានហើយនឹងគណៈបកផ្សេងទៀតដោយសារពេលនោះគឺពួកខ្មែរក្រហមនៅតែបន្តចោទថាកងទ័ពវៀតណាមមិនបានដកចេញអស់ពីប្រទេសកម្ពុជានៅឆ្នាំ1989នោះទេគឺកងទ័ពវៀតណាមដកចេញតែឈ្មោះលើក្រដាសប៉ុណ្ណោះក៏ប៉ុន្តែធៀបពិតគឺកងទ័ពវៀតណាមមួយចំនួនធំស្លៀកពាក់ខោអាវជាប្រជាជនបន្តរស់នៅក្នុងប្រទេសកម្ពុជាដដែលនេះគឺជាមូលហេតុមួយក្នុងចំណោមមូលហេតុផ្សេងដែលភាគីខ្មែរក្រហមមិនបានចូលរួមក្នុងការបោះឆ្នោតឆ្នាំ1993គឺក្រោយពីមានការចរចារហូតបង្កើតបានជាកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសនៅថ្ងៃទី23ខែតុលាឆ្នាំ1991ហើយក្រោយមកអ៊ុនតាក់បានចូលមកប្រទេសកម្ពុជាដើម្បីរៀបចំការបោះឆ្នោតនៅឆ្នាំ1993នោះនេះជាប្រធានបទមួយទៀតដែលយើងទាំងអស់គ្នាប្រកាសជាមិនដឹងទេគឺតើតែយើងបានអានសៀវភៅដែលគេបានសរសេរនេះទើបយើងបានដឹងរឿងមួយថានៅមុនឆ្នាំ1993សម្ដេចព្រះនរោត្តមសីហនុចង់ឈរឈ្មោះបោះឆ្នោតធ្វើជាប្រធានាធិបតីគឺព្រះអង្គលែងចង់បង្កើតរបបរាជានិយមដោយព្រះអង្គគិតថាប្រហែលជានឹងពុំអាចទប់ទល់ជាមួយនឹងគណៈបកប្រជាជនបានគឺព្រះអង្គចង់ឲ្យមានការបោះឆ្នោតជ្រើសរើសប្រធានាធិបតីហើយព្រះអង្គគិតរំពៃថាពេលនោះប្រជាប្រដ្ឋខ្មែរនឹងបោះឆ្នោតជូនព្រះអង្គធ្វើជាប្រធានាធិបតីក៏ប៉ុន្តែព្រះរាជតម្រិះឬក៏ព្រះរាជគំនិតរបស់ព្រះអង្គមិនអាចចេញទៅរួចដោយសារតែមានការរាំងខ្ទប់ពីសំណាក់ខាងគណៈបកប្រជាជនពិសេសគឺខាងសម្ដេចហ៊ុនសែនផងហើយនឹងភាគីអង្គការសហប្រជាជាតិហើយនឹងការចងជើងដោយកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសថ្ងៃ23ខែតុលានោះផងនេះគឺជារឿងមួយដែលយើងមិនធ្លាប់បានដឹងទាល់តែសោះគឺព្រះអង្គសម្ដេចព្រះនរោត្តមសីហនុចង់ក្លាយជាប្រធានាធិបតីគឺចង់គ្រប់គ្រងអំណាចលើប្រទេសកម្ពុជាតាមបែបសាធារណរដ្ឋវិញក៏ប៉ុន្តែมันអាចធ្វើទៅរួចមួយទៀតក្រោយការបោះឆ្នោតឆ្នាំ1993ហេតុអ្វីបានជាសម្ដេចព្រះនរោត្តមសីហនុព្រមបែងចែកអំណាចទៅខាងគណៈបកប្រជាជនកម្ពុជាដោយឲ្យសម្ដេចហ៊ុនសែនក្លាយជានាយករដ្ឋមន្ត្រីទី2ហើយឡើងមកអង្គុយក្នុងតំណែងស្មើគ្នាជាមួយនឹងបុត្រាព្រះអង្គគឺសម្ដេចក្រមព្រះនរោត្តមរណរិទ្ធហើយក៏វាប្លែកផងដែរនៅលើឆាកអន្តរជាតិនិងពិភពលោកទាំងមូលដែលគ្មានប្រទេសណាមាននាយករដ្ឋមន្ត្រីពីរនោះទេក៏ប៉ុន្តែពេលនោះគឺសម្ដេចព្រះនរោត្តមសីហនុបានធ្វើឲ្យពិភពលោកមានការភ្ញាក់ផ្អើលដោយបើកភ្នែកធំសម្លឹងមកកម្ពុជាដែលគេមិនដែលបានឃើញរឿងនេះតាំងពីមុនមកទេដែលប្រទេសមួយមាននាយករដ្ឋមន្ត្រីពីរគឺដោយសារតែភ្នំមួយមានខ្លាពីរនឹងហើយទើបរស់នៅមិនអាចចុះសម្រុងនឹងគ្នាហើយឈានដល់ការបែកបាក់គ្នារហូតដល់ផ្ទុះព្រឹត្តិការណ៍ថ្ងៃ5-6កក្កដាឆ្នាំ1997នេះគឺជារឿងដែលយើងទាំងអស់គ្នាធ្លាប់បានដឹងក៏ប៉ុន្តែមិនបានយល់ជ្រាបពីបញ្ហាពីមូលហេតុច្បាស់លាស់នៅក្នុងសាច់រឿងនេះទេអញ្ចឹងយើងស្ដាប់រឿងរ៉ាវនេះយើងនឹងបានស្វែងយល់បន្ថែមថាតើហេតុអ្វីបានជាពេលហ្នឹងមានការបន្ទោសរាយគ្នារវាងគណៈបកហ្វុនស៊ិនពេជ្រនិងគណៈបកប្រជាជនហើយដែលអ្នកនយោបាយខ្លះឬក៏អ្នកតាមដានបញ្ហានយោបាយខ្លះបានហៅថាការចង់ធ្វើអបគុំបំបែកទឹកដីគ្រប់គ្រងនោះហើយនេះគឺជាមូលហេតុមួយទៀតដែលនាំឲ្យសម្ដេចឪព្រះបាទនរោត្តមសីហនុ
ព្រមធ្វើសម្បទានបែងចែកអំណាចឬក៏បង្កើតឲ្យមានរដ្ឋមួយនាយករដ្ឋមន្ត្រីពីរអញ្ចឹងនៅក្នុងអត្ថបទនេះនៅក្នុងរឿងរ៉ាវប្រវត្តិសាស្ត្រនេះដែលយើងនឹងចាក់បង្ហាញជូននៅពេលបន្តិចទៀតនេះយើងនឹងបានស្ដាប់យ៉ាងជក់ចិត្តហើយស្វែងយល់អំពីរឿងរ៉ាវប្រវត្តិសាស្ត្រនេះដ៏ជក់ចិត្តទាំងអស់គ្នាតាមរយៈការអធិប្បាយរបស់ប្អូនស្រីមនីដួងចិត្តហើយយើងបានដកស្រង់ចេញពីសៀវភៅហ៊ុនសែន Strongman of Cambodia អញ្ចឹងតោះយើងស្ដាប់ទាំងអស់គ្នានៅរឿងរ៉ាវដ៏សែនជក់ចិត្តនេះទាំងអស់គ្នាថាតើរឿងរ៉ាវបញ្ហាប្រវត្តិសាស្ត្រដែលបានកើតឡើងនៅឆ្នាំ1993និងក្រោយឆ្នាំ93ហេតុអ្វីបានជាមានរឿងទាំងអស់នេះកើតឡើងតោះយើងស្ដាប់ទាំងអស់គ្នាដូចតទៅចំណេះដឹងទូទៅសូមជូនហ៊ុនសែនបរិះខ្លាំងរបស់កម្ពុជានិពន្ធដោយលោក Harris Mehta និងលោកស្រី Julie Mehta បកប្រែដោយកែសឿននិងជួននឿនភាគទី10អ្វីនឹងអន្តរាយខូចការអស់ប្រសិនបើទឹកភ្លៀងគ្មានមេត្តាករុណាដល់កសិករហើយបើសិនជាភាពរាំងស្ងួតមួយនឹងកើតមានពិតមែននោះទិន្នផលស្រូវអាក្រក់មួយអាចបង្កជាមហន្តរាយផ្នែកនយោបាយចំពោះរដ្ឋាភិបាលណាក៏ដោយដែលគ្រប់គ្រងប្រទេសកម្ពុជាការផ្ទុះឡើងនៅភាពចលាចលខ្វះស្រូវអង្គរពិតជាធានាច្បាស់ថាគណៈបកក្នុងអំណាចនឹងមិនត្រូវបានគេបោះឆ្នោតឲ្យជាប់មួយសារទៀតទេឧត្តមសេនីយ៍អូស្ត្រាលីលោកសនសាន់ដឺសុនដែលបម្រើជាមេបញ្ជាការនៃកងកម្លាំងរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិនៅកម្ពុជាមានម្ដងនោះប្រាប់ពួកយើងថាបណ្ដាញរវាងឈ្មួញអង្គរនិងប្រទេសថៃគួរតែត្រូវបានបណ្ដាច់ឲ្យវិនិច្ឆ័យតែម្ដងជារៀងរហូតដើម្បីជាគុណប្រយោជន៍ដល់ស្ថិរភាពមធ្យោបាយមួយដើម្បីធ្វើដូច្នោះបានគឺបង្កើតរបារតាមផ្លូវជាតិឆ្ពោះទៅកាន់ប្រទេសថៃរបារតាមផ្លូវពិតជាត្រូវការចាំបាច់ប៉ុន្តែផ្លូវដែលសម្រាប់ឲ្យធ្វើចរាចរណ៍បានក៏ជាសេចក្តីត្រូវការចាំបាច់ដែរគ្មានផ្លូវក្រាលកៅស៊ូពណ៌ខ្មៅឆ្ពោះទៅកាន់វាលពិឃាតនៅជើងឯកទេដែលស្ថិតក្នុងចំណាយគិតជាការបើកបរតែ30នាទីប៉ុណ្ណោះពីរាជធានីភ្នំពេញមានតែផ្លូវលំដីដែលរទេះគោរថយន្តធុនធ្ងន់និងរថយន្តធុនតូចប្រជ្រៀតគ្នាបង្ហុយធូលីដីហុយត្រឡោមសឹងតែថាគ្មានផ្លូវដីដែលត្រូវបានគេសាងសង់ឡើងក្រោយឆ្នាំ1930ទេហើយផ្លូវចាស់ៗទាំងឡាយត្រូវទទួលរងការបាញ់ផ្ដោតឥតឈប់ឈរដោយពួកខ្មែរក្រហមពួកឧទាមបានងាកទៅរកការកាត់អង្កន់ផ្លូវជាកង់ៗដែលមិនអាចបើកបរឆ្លងកាត់រួចធ្វើដំណើរតាមរថភ្លើងអាចទៅរួចតែមិនគួរនឹងធ្វើទេភាគច្រើននៃដំណើរផ្សងព្រេងក្នុងចំណោមពួកទេសចរស្ពាយបង្វិចមិនបានគិតឲ្យបានហ្មត់ចត់មុននឹងពួកគេធ្វើដំណើរតាមរថភ្លើងនោះទេហេតុការណ៍ស្អីក៏ដោយក៏អាចនឹងកើតមានឡើងបានដែរពីការលុកលុយចូលប្លន់របស់ពួកចៅរហូតដល់ការវាយប្រហារដោយពួកខ្មែរក្រហមឬមួយក៏ការផ្ទុះគ្រាប់មីនផងដែរមានខ្សែរថភ្លើងតែ2ខ្សែទេហើយខ្សែនីមួយៗមានខ្នាតទទឹង1ម៉ែត្រខ្សែមួយប្រវែង385គីឡូម៉ែត្រសន្ធឹងពីរាជធានីភ្នំពេញទៅដល់ក្រុងប៉ោយប៉ែតជាប់ព្រំដែនថៃដែលបានកសាងនៅឆ្នាំ1940ដោយអតីតអ្នកដឹកនាំអាណានិគមនិយមបារាំងនិងខ្សែទី2ប្រវែង263គីឡូម៉ែត្រពីរាជធានីភ្នំពេញទៅកាន់ក្រុងកំពង់ផែក្រុងព្រះសីហនុដែលត្រូវបានកសាងក្នុងសម័យកាលក្រោយឯករាជ្យឆ្នាំ1960លើខ្សែឆ្ពោះទៅទីក្រុងព្រះសីហនុមិនមែនក្បាលម៉ាស៊ីនទេដែលដឹកមកទូរថភ្លើងតែវាវត្តពីក្រោយទូរថភ្លើងមួយដែលគេដាក់បញ្ឆោតឲ្យទទួលរងការផ្ទុះណាមួយនៅលើខ្សែភ្លើងមន្ត្រីការទូតម្នាក់និយាយកំ pl ែងសោះកក្រោះថាអ្នកទាំងឡាយណាដែលធ្វើដំណើរលើទូរថភ្លើងមុនគេគឺធ្វើដំណើរដោយមិនបាច់អស់លុយដែលជាសម្បទានទៅនឹងការប្រថុយប្រឋានដែលពួកគេហ៊ានប្រកាន់យកឆ្មាំដែលប្រដាប់ដោយអាវុធច្រងេងច្រងាងដែលជិះក្នុងទូរថភ្លើងផ្សេងទៀតក៏មិនផ្ដល់នូវការទុកចិត្តប៉ុន្មានដែរហើយពួកគេត្រូវបានអ្នកធ្វើដំណើរប្រមាលមើលក្នុងក្រសែភ្នែកមិនទុកចិត្តយ៉ាងជ្រាលជ្រៅការធ្វើដំណើរតាមផ្លូវអាកាសនៅឆ្នាំ1980ភាពប្រថុយប្រឋានស្រដៀងគ្នានឹងរថភ្លើងដែរទោះបីជាមានការភ័យខ្លាចថាយន្តហោះរុស្ស៊ីតូចៗអាចត្រូវបានគេលុបបាញ់ពេលដែលយកស្ថានភាពចុះចតនៅខេត្តសៀមរាបក៏ដោយគ្រោះថ្នាក់ពិតប្រាកដមួយនោះគឺសុវត្ថិភាពបច្ចេកទេសរបស់យន្តខ្លួនឯងនេះតែម្ដងយន្តហោះតូចល្អិតនេះត្រូវបានរក្សាថែទាំដោយជនជាតិរុស្ស៊ីខ្វះការសម្អាតខ្លួនដែលល្បីឈ្មោះខាងបាក់ប្រាក់ខែមិនគ្រប់គ្រាន់ឲ្យបុគ្គលិកបច្ចេកទេសរបស់គេអាកាសចរកម្ពុជាដែលជាក្រុមហ៊ុនអាកាសចរជាតិដំណើរការជាមួយយន្តហោះប្រើកង្ហារធុនអាណូវ24ចំនួន3គ្រឿងទូប៉ូលីវ134ប្រើរ៉េអាក់ទ័រចំនួន2គ្រឿងនិងអូថនភាគចក្រ ME8 2គ្រឿងដែលផលិតនៅប្រទេសរុស្ស៊ីក្រុមហ៊ុនអាកាសចរដែលមានមូលដ្ឋាននៅប្រលានយន្តហោះនៅភ្នំពេញប្រតិបត្តិការហោះហើរយ៉ាងអង់អាចជាទៀងទាត់ទៅខេត្តសៀមរាបនិងស្ទឹងត្រែងហើយហោះពីជើងក្នុងមួយសប្តាហ៍ទៅទីក្រុងហាណូយនិងទីក្រុងហូជីមីញការធ្វើដំណើរពីទីក្រុងហូជីមីញមកភ្នំពេញមិនសូវជាស្រួលប៉ុន្មានទេពីព្រោះថាជើងហោះហើរ2ដងក្នុងមួយសប្តាហ៍ជានិច្ចជាការសឹងតែពេញរហូតបង្ខំអ្នកដំណើរឲ្យចំណាយពេល8ម៉ោងតាមរថយន្តតាក់ស៊ីដែលជាឆ្លងព្រំដែននៅបាវិតឆ្លងទន្លេឆ្លងកាត់ឆ្មាំការពារប្រដាប់អាវុធនិងមន្ត្រីអន្តោប្រវេសន៍មុខក្រញើការយល់ឃើញជាទូទៅអំពីកម្ពុជាគឺជាប្រទេសមួយ
ដែលរទេះគោជាមធ្យោបាយដឹកជញ្ជូនដែលគេនិយមចូលចិត្តជាងគេតែមិនមានអ្នកស្រុកច្រើនអ្នកទេដែលមានលទ្ធភាពអាចទិញគោមួយក្បាលឬរទេះមួយនោះយ៉ាងណាក៏ដោយតូចក្រយាននិងតូចក្រយានយន្តកាន់តែមានច្រើនឡើងមានរថយន្តប្រមាណ 5000 គ្រឿងនៅតាមទីក្រុងនៅឆ្នាំ 1989 ហើយនិងតូចក្រយានយន្តជាង 60000 គ្រឿងជិតមកដល់ឆ្នាំ 1992 ចំនួនរថយន្តបានកើនរហូតដល់ទៅ 40000 គ្រឿងដែលភាគច្រើនត្រូវបាននាំចូលក្នុងប្រទេសដោយកងកម្លាំងអង្គការសហប្រជាជាតិនិងអ្នកមានចំនួនថ្មីអ្នកទេសចរនិងអ្នកតាំងទីលំនៅបានរកឃើញថាទស្សនវិជ្ជាដ៏អាក្រក់នៃជីវភាពរស់នៅកម្ពុជាគឺទឹកមិនស្អាតដែលមាននៅពេលនោះសន្តាគារផ្កាយ5កម្ពុជាយ៉ាណាមិនបានផ្ដល់ទឹកដែលអាចផឹកបានទៅតាមបន្ទប់របស់វាទេទឹកដែលគេបូមពីទន្លេមេគង្គដីល្បាប់ហូរចេញមកពណ៌ក្រហមគឺជាពណ៌របស់រដ្ឋាភិបាលតែម្ដងក្រុងភ្នំពេញយកទឹកផឹករបស់ខ្លួនចេញពីទន្លេសាបនិងទន្លេបាសាក់ដោយមិនសមហេតុផលទីក្រុងបូមទឹកលូទម្លាក់ចូលទៅក្នុងទឹកដែលគេយកមកផឹកនោះទឹកទន្លេត្រូវបានគេច្រោះនៅរោងចក្រសម្អាតទឹកដែលសង់ដោយពួកបារាំងដែលជាញឹកញយខ្វះជាតិគីមីសម្រាប់សម្អាតទឹកហើយពេលណាកើតមានកង្វះខាតនេះគេគ្រាន់តែពន្លែងទឹកចូលទៅក្នុងក្រុងឲ្យគេប្រើដោយមិនខ្ចីសម្អាតវាទេមកដល់ជិតពាក់កណ្ដាលឆ្នាំ 1990 សឹងមិនដល់ 20% នៃអ្នកតាំងទីលំនៅនៅក្នុងក្រុងផងអាចប្រើប្រាស់ក្បាលរ៉ូប៊ីណេហើយយកទឹកស្អាតមកប្រើប្រាស់អ្នកនៅសល់ទាំងប៉ុន្មានត្រូវប្រើប្រាស់អណ្ដូងស្រះនិងប្រឡាយដែលផ្ដល់គ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាពកុមារទទួលរងការរាករូសធ្ងន់8 ដងក្នុងមួយឆ្នាំជាមធ្យមដូចគ្នានឹងក្រុមហ៊ុនទូរស័ព្ទដែរនាយកដ្ឋានរដ្ឋកោទឹកនិងអគ្គិសនីខ្វះថវិកាពីព្រោះការិយាល័យនិងក្រុមហ៊ុនរដ្ឋាភិបាលដែលប្រើប្រាស់សេវាទាំងនេះមិនព្រមបង់វិក័យប័ត្រទេទង្វើមួយក្នុងចំណោមទង្វើមិនសមហេតុផលជាច្រើនក្នុងឆាកកំប្លែងអាស្គ្រីមរបស់ខ្មែរក្រហមគឺការសម្រេចចិត្តរបស់ពួកគេពីឆ្នាំ 1975 ដល់ 79 ក្នុងការបំបត្តិចោលសាលារៀនគប់ផ្សំជាមួយកម្មវិធីឃោឃៅប្រឆាំងគ្រូបង្រៀនអ្នកបណ្ឌិតសភាសិល្បករអ្នកនិពន្ធនិងបញ្ញវន្តដែលភាគច្រើននៃពួកគេត្រូវបានសម្លាប់ចោលមានតែមនុស្សមានសំណាងមួយចំនួនតូចប៉ុណ្ណោះដែលអាចប្រើប្រទេសវៀតណាមនិងប្រទេសថៃជាផ្លូវកិច្ចខ្លួនទៅរកជីវិតមួយដ៏ប្រសើរជាងនៅបស្ចិមលោកនៅពេលដែលរបបលោកហេងសំរិនកាន់កាប់អំណាចរបបនេះប្រវេប្រវាមធ្យោបាយសម្រាប់ភារកិច្ចដ៏លំបាកក្នុងការកសាងឡើងវិញនូវប្រព័ន្ធអប់រំដែលបានចាប់ផ្ដើមសឹងតែថាពីភ្នូររបស់បណ្ដាគ្រូបង្រៀនដែលបានស្លាប់បាត់ទៅហើយអាជីពគ្រូបង្រៀនទាំងមូលត្រូវបានគេកំទេចចោលសិស្សនិស្សិតបាត់បង់អស់ពេល4ឆ្នាំនៃការសិក្សាហើយនឹងបាត់បង់អស់ជាច្រើនឆ្នាំទៀតដោយប្រព័ន្ធសិក្សាធិការទាំងមូលត្រូវបានគេទុកឲ្យនៅជាអាសាឥតការដោយដែលគេបានទន្ទឹងទុកបណ្ដាប្រទេសប្លុកសង្គមនិយមនាំគ្នាប្រញាប់ប្រញាល់មកខាងកម្ពុជាដោយនាំមកជាមួយនូវមូលនិធិនិងជំនួយបច្ចេកទេសដើម្បីបង្កើតសាលារៀនថ្មីនិងធ្វើឲ្យសាលាចាស់ៗដំណើរការឡើងវិញជំនួយខ្លះមកដល់ក្នុងទ្រង់ទ្រាយជាការបណ្ដុះបណ្ដាលសម្រាប់មន្ត្រីរដ្ឋាភិបាលកម្ពុជានៅវិទ្យាស្ថាននៃការសិក្សាជាន់ខ្ពស់នៅមូស្គូជាលទ្ធផលនៃមន្ត្រីសេដ្ឋកិច្ចកម្ពុជាត្រឡប់មកវិញជាមួយក្បាលដែលញាត់ពេញទៅដោយគំនិតចាស់គំរិលនៃផែនការមជ្ឈការនិងឧត្តមភាពនៃសេដ្ឋកិច្ចបញ្ជាស្របពេលដែលប្រទេសថៃនិងសង្ហបុរីនៅជិតខាងកំពុងតែបើកចំហយ៉ាងគំហុកនៅទីផ្សាររបស់ពួកគេចំពោះមូលធនបរទេសជាមួយប្រជាជនប្រហែល 30% ស្ថិតក្នុងអក្ខរភាពនិងមធ្យមភាពជីវិតក្បែរ50ឆ្នាំប្រទេសកម្ពុជាមិនអាចធ្លាក់ចុះទាបជាងនេះតទៅទៀតទៅក្នុងភក់នៃការមិនជឿនលឿនបានទេប្រទេសវៀតណាមដែលទទួលរងសង្គ្រាមយូរអង្វែងជាងនេះប្រឆាំងពួកចិនបារាំងនិងអាមេរិកអាចស្ដារបានប្រសើរជាងនេះនៅអត្រាអក្ខរកម្មជាង 80% និងជីវិត65ឆ្នាំជាមធ្យមតែដើម្បីផ្ដល់ការសរសេរដល់ប្រទេសកម្ពុជាដែលគួរតែទទួលបាននោះការអប់រំ5ឆ្នាំតាមបែបចាប់បង្ខំផ្ដល់លទ្ធផលគួរឲ្យអស្ចារ្យរបស់វាដែរក្មេងមួយក្រុមនៅខេត្តសៀមរាបបានធ្វើឲ្យភ្ញៀវស្ញប់ស្ញែងជាមួយនឹងភាពមិនរដាក់រដប់របស់ពួកគេក្នុងការនិយាយភាសាអង់គ្លេសដែលវារៀននៅសាលាមូលដ្ឋានមួយពួកគេថែមទាំងបានពិពណ៌នាបានត្រឹមត្រូវឥតខ្ចោះគួរសមនៅប្រវត្តិសាស្ត្រនៃប្រាសាទអង្គរវត្តក្នុងរយៈពេល6នាទីដែលជាធម្មតានាំមកឲ្យពួកគេនៅប្រាក់$1ដែលគេគួរតែទទួលបានដោយដែលគេបានទស្សន៍ទាយទុកមន្ត្រីដែលទទួលការបណ្ដុះបណ្ដាលនៅក្រុងមូស្គូធ្វើការមិនស៊ីសង្វាក់ការងារគ្នាទេប្រទេសកំពុងតែស្វាគមន៍វិជ្ជាករដែលទទួលការបណ្ដុះបណ្ដាលនៅបស្ចិមលោកដែលកំពុងតែវិលត្រឡប់មកមាតុភូមិរបស់គេវិញហើយលើកស្ទួយស្តង់ដារការសិក្សាអប់រំក្នុងប្រទេសបណ្ឌិតសភាជនជាតិកាណាដាម្នាក់ដែលគេបញ្ជូនមកធ្វើការក្នុងរដ្ឋាភិបាលបានធ្វើអត្ថាធិប្បាយថាថ្ងៃនោះនៅមិនឆ្ងាយប៉ុន្មានទេនៅពេលដែលនិស្សិតបរទេសនឹងមកដល់សាកលវិទ្យាល័យភ្នំពេញដើម្បីសិក្សាប្រវត្តិសាស្ត្រខ្មែរជាជាងទៅសាកលវិទ្យាល័យ Yale នៅសហរដ្ឋអាមេរិកគឺជនកម្ពុជាទាំងនេះហើយដែលបំពេញនឹងការខ្វះចន្លោះដែលបណ្ដាលមកពីការដកចេញនៅឆ្នាំ 1990 នៅគ្រូបង្រៀនសូវៀតបន្ទាប់ពីមានការកាត់បន្ថយជំនួយរបស់ក្រុងមូស្គូប៉ុន្តែរឿងចម្លែកដ៏គួរឲ្យហួសចិត្តទៅវិញនោះគឺគ្រូបង្រៀនកិច្ចវេះមិនចូលសាលាជាច្រើនអ្នកក្នុងចំណោមពួកគេទៅធ្វើការក្រៅម៉ោងដើម្បីរកកម្រៃបន្ថែមនៅពេលដែលការបើកវិវត្តកាន់តែលែងទៀងទាត់ការសម្លាប់ចោលនៅភេទ្រភាពបណ្ឌិតសភាទាំងមូលបានប្រជែងជាមួយគ្នាទៅជាមួយនឹងការធ្វើឲ្យវិនិច្ឆ័យសាបសូន្យយ៉ាងសាហាវជាប្រព័ន្ធនៅវិជ្ជាជីវៈពេទ្យដោយពួកខ្មែរក្រហមលោកមាសកំសួន
វិជ្ជបណ្ឌិតខ្លាចជាអ្នកកាសែតនិយាយប្រាប់ពួកយើងថានៅពេលដែលខ្មែរក្រហមសម្រេចការបំផ្លិចបំផ្លាញសពគ្រប់អស់ហើយនោះទូទាំងប្រទេសនៅសល់វិជ្ជបណ្ឌិតមិនដល់50នាក់ទេក្នុងពេលមួយដែលសេដ្ឋកិច្ចធ្វើការវាស់វែងភាពជឿនលឿនរបស់សេដ្ឋកិច្ចមួយដោយរាប់ចំនួនវិជ្ជបណ្ឌិតដែលបម្រើប្រជាជនពួកខ្មែរក្រហមកំពុងតែរវល់លុបចោលវិជ្ជាជីវៈពេទ្យទៅវិញនៅថ្ងៃទី17ខែមេសាឆ្នាំ1975ពួកខ្មែរក្រហមលោកលុយចូលរដ្ឋធានីហើយសម្រុកចូលមន្ទីរពេទ្យវិជ្ជបណ្ឌិតនិងគិលានុបដ្ឋាយិកាត្រូវបានគេបង្ខំឲ្យចេញដំណើរទៅកាន់ជនបទដែលនៅទីនោះពួកគេត្រូវប្រហារជីវិតការរៀបរាប់របស់សាក្សីដែលចងក្រងជាឯកសារដោយរបបលោកហេងសំរិននិយាយថាលោកវិជ្ជបណ្ឌិតផ្លែកឆាតគ្រូពេទ្យនៅមន្ទីរពេទ្យព្រះកេតុមេលាត្រូវបានគេចាប់ខ្លួននៅខេត្តកំពង់ធំចន្លោះកំពុងតែឆេះចេញជាអណ្ដាតភ្លើងត្រូវបានគេយកចូលក្នុងមាត់របស់គាត់ហើយគាត់ត្រូវគេសម្លាប់ដូចគ្នានឹងលោកវិជ្ជបណ្ឌិតផ្លែកឆាតដែរវិជ្ជបណ្ឌិតរាប់រយនាក់មិនដែលបានឃើញមុខគ្រួសាររបស់គេម្ដងទៀតឡើយបន្ទាប់ពីពួកគេត្រូវបានគេនាំខ្លួនយកទៅនៃព្រឹកនោះជាមួយនឹងការបិទចោលមន្ទីរពេទ្យខ្សែជីវិតរបស់ជនកម្ពុជាបានរួញមកនៅត្រឹម31ឆ្នាំប៉ុណ្ណោះពេលដែលលោកហេងសំរិនចូលកាន់កាប់នៅឆ្នាំ1979កិច្ចប្រឹងប្រែងដើម្បីបណ្ដុះវិជ្ជបណ្ឌិតជាថ្មីទៀតត្រូវបានគេធ្វើហើយមកទល់ឆ្នាំ1991មហាវិទ្យាល័យពេទ្យបណ្ដុះបណ្ដាលវិជ្ជបណ្ឌិតបានចំនួន700នាក់លោកមាសកំសួនជាមនុស្សម្នាក់ក្នុងចំណោមវិជ្ជបណ្ឌិតដែលគេបណ្ដុះបានទាំងក្រុមមិនយូរប៉ុន្មានក្រោយពីគាត់បញ្ចប់ការសិក្សានៅពាក់កណ្ដាលឆ្នាំ1980គាត់ត្រូវបានគេបញ្ជូនឲ្យទៅធ្វើការជាវិជ្ជបណ្ឌិតសមរភូមិជាមួយកងទ័ពកម្ពុជាពេលកំពុងតែប្រយុទ្ធក្នុងសង្គ្រាមមួយប្រឆាំងពួកខ្មែរក្រហមនិងពួកសីហនុនិយមនៅតាមព្រំប្រទល់ថៃលោកកំសួនធ្វើការក្រោមស្ថានភាពជំងឺគ្រុនចាញ់ដោយវះយកគ្រាប់កាំភ្លើងនិងអំបែកគ្រាប់ចេញពីខ្លួនទាហានកាត់ដៃកាត់ជើងនិងដេកផ្ចិតមុខរបួសដែលរយៈចំហគាត់ធ្វើការទាំងថ្ងៃទាំងយប់រហូតពេលមួយដែលគាត់ហត់នឿយជាមួយជីវិតក្នុងព្រៃហើយជ្រើសរើសផ្លូវដើម្បីក្លាយខ្លួនជាអ្នកកាសែតមួយរូបវិញគាត់ប្រកាន់យកការងារទាំងទាត់មួយជាមគ្គុទ្ទេសក៍សម្រាប់អ្នកកាសែតបរទេសនៅក្រសួងព័ត៌មានក្នុងដំណើររៀបចំឆ្ពោះទៅរកការបោះឆ្នោតខែឧសភាឆ្នាំ1993គាត់ចាប់ផ្ដើមធ្វើសេចក្តីរាយការណ៍ឲ្យកាសែតប្រចាំថ្ងៃរបស់ជប៉ុនឈ្មោះ Mainichi Shimbun ចៅហ្វាយរបស់គាត់ឈ្មោះលេងសុជានៅក្រសួងព័ត៌មាននិយាយថាលោកកំសួនបានផ្ដល់ការរួមចំណែករបស់គាត់ជូនប្រទេសជាតិរួចហើយឥឡូវនេះគាត់កំពុងតែធ្វើអ្វីដែលគាត់ចូលចិត្តបំផុតដោយបានធ្វើការជាមួយមនុស្សពីរជំនាន់របស់គ្រួសារត្រកូលមាសលោកកំសួននិងបងប្រុសរបស់គាត់លោកមាសកំហែងដែលជាមន្ត្រីជាន់ខ្ពស់ម្នាក់នៅក្រសួងការបរទេសយើងបានដឹងអំពីភាពប៉ិនប្រសប់ក្នុងស្រុកដែលប្រទេសកម្ពុជាមានលទ្ធភាពផលិតបានក្នុងពេលវេលាដែលមិនអនុគ្រោះមួយក្រោយមកទៀតលោកកំហែងត្រូវបានគេបញ្ជូនឲ្យទៅកាន់តំណែងការទូតមួយនៅទីក្រុង Washington ដូចគ្នានឹងកូនចៅរបស់គាត់ដែរយើងជួបលោកសុជាជាលើកដំបូងនៅឆ្នាំ1990កាលដែលគាត់ធ្វើជាមគ្គុទ្ទេសក៍អ្នកកាសែតក្នុងក្រសួងការបរទេសយើងធ្វើការជាមួយគ្នានៅក្នុងរដ្ឋធានីនិងខេត្តនានាដែលនៅទីនោះបណ្ដាញតាក់ទងនឹងសមត្ថភាពក្នុងការរីកិតដោយខ្លួនឯងរបស់គាត់ជួយដល់កិច្ចការបានយ៉ាងសម្បើមបន្ទាប់ពីការបោះឆ្នោតលោកសុកជាត្រូវបានដំឡើងឋានៈជាប្រធាននាយកដ្ឋានព័ត៌មានក្នុងក្រសួងព័ត៌មានហើយក្រោយមកក្លាយជាអគ្គនាយករងផ្នែកព័ត៌មានក្នុងនាយកដ្ឋានព័ត៌មានរបស់ក្រសួងព័ត៌មានទាំងលោកកំសួននិងលោកសុជាមានសម្បុរជ្រះដោយសារតែមានខ្សែស្រឡាយដូនតាចិនពីដើមមកលោកកំសួនចូលចិត្តនិយាយទាំងសាច់ស្ងាញ់ជាធម្មជាតិកំណត់របស់គាត់ថាខ្ញុំកូនកាត់បើទោះជាប្រទេសកម្ពុជាជំនះបានខ្លះៗក្នុងការកសាងឡើងវិញនៅធនធានពេទ្យរបស់ខ្លួនក្តីមនុស្សមិនដល់ពាក់កណ្ដាលនៃប្រជាជនទាំងមូលតែប៉ុណ្ណោះដែលទទួលការថែទាំផ្នែកសុខាភិបាលហើយតែ 20% នៃថ្នាំដែលចាំបាច់ប៉ុណ្ណោះដែលត្រូវបានផលិតក្នុងស្រុកនៅពាក់កណ្ដាលឆ្នាំ1980រដ្ឋាភិបាលចាប់ផ្ដើមនាំចូលថ្នាំសង្កូវសំខាន់ៗដែលត្រូវបានគេដាក់លក់ក្នុងតម្លៃខ្ពស់ក្នុងទីផ្សារក្នុងស្រុកដែលកាន់តែប៉ះពាល់ថែមទៀតទៅលើប្រជាជនដែលឈឺចាប់ជាយូរណាស់មកហើយនោះកាលនោះជាទូទៅក្នុងពេលដែលសេវាសុខាភិបាលត្រូវបានផ្ដល់ដោយឥតគិតលុយវិជ្ជបណ្ឌិតរដ្ឋាភិបាលឆ្លៀតប្រព្រឹត្តអំពើទុច្ចរិតដោយទារលុយពីអ្នកជំងឺសង្គ្រាមស៊ីវិលអស់ពេល20ឆ្នាំបានបង្កការបង្ខាត់ធ្ងន់ធ្ងរណាស់មកលើគ្រួសារជាមួយនឹងបរិសុទ្ធដាច់ជើងមានចំនួនដល់ទៅ 41000 នាក់ហើយដែលធ្វើឲ្យលបាយប្រជាជនមានភាពលំអៀងត្រូវបានគេជឿថាប្រហែល 65% នៃប្រជាជនពេញវ័យមានសមាជិកភាពជាស្ត្រីដែលត្រូវតែទទួលអំរែកបន្ទុកចិញ្ចឹមគ្រួសារតែម្នាក់ឯងសម្រាប់អ្នកមានកម្ពុជាចំនួនថ្មីរូបភាពមិនសូវជាអាប់អូរប៉ុន្មានទេលោកនាយករដ្ឋមន្ត្រីហ៊ុនសែនពិតជាបានធ្វើអ្វីមួយត្រូវពេលដែលសេដ្ឋកិច្ចកើន 7.4% នៅឆ្នាំ1989 10ឆ្នាំក្រោយពីពួកខ្មែរក្រហមត្រូវបានគេទាត់ចេញពីអំណាចនាសម័យនោះក្រុងភ្នំពេញជាកន្លែងមួយមានសន្តិភាពដែលពាណិជ្ជករបរទេសឆ្លៀសវៃឆ្លៀតឱកាសរកស៊ីបានកាក់កបយើងមិនទាន់ភ្លេចនៅចម្លើយពីពាណិជ្ជករសង្ហបុរីម្នាក់ពេលដែលយើងលើកឡើងអំពីភាពចាំបាច់ឲ្យមានការប្រយ័ត្នប្រយែងមុននឹងការបោះទុនវិនិយោគនៅប្រទេសកម្ពុជា
គាត់និយាយដោយបញ្ចេញស្នាមញញឹមថាគ្រោះថ្នាក់កាន់តែខ្លាំងកាលណាខ្ញុំកាន់តែហ៊ានធ្វើរបររកស៊ីកាលនោះខ្ញុំរកលុយរបស់ខ្ញុំភាគច្រើនក្នុងពេលដែលគ្រោះថ្នាក់បំផុតមុនពេលចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពក្នុងខែតុលាឆ្នាំ1991ទៅទៀតយោងតាមការប៉ាន់ស្មានរបស់អង្គការសហប្រជាជាតិសេដ្ឋកិច្ចមានការលូតលាស់ជាអវិជ្ជមាននៅឆ្នាំ1990ជាលទ្ធផលដោយផ្ទាល់នៃការកាត់ឥណទានពាណិជ្ជកម្មសូវៀតតែឡងត្រឡប់មកវិញជាមួយកំណើនគួរឲ្យភ្ញាក់ផ្អើល 13.5% ក្នុងឆ្នាំ1991ចុះមក 6.5% នៅឆ្នាំ1992ជាង 8% នៅឆ្នាំ1994ហើយត្រូវបានព្យាករណ៍ទុកថានឹងរក្សាជំហានកំណើន 7% រហូតដល់ចុងសតវត្សនេះប៉ុន្តែវិបត្តិសេដ្ឋកិច្ចនៅអាស៊ីដែលផ្ទុះនៅឆ្នាំ1997បានធ្វើឲ្យការខកខានចំពោះទស្សនវិស័យចំពោះកំណើនសេដ្ឋកិច្ចរបស់កម្ពុជាវាឆ្លើយហើយថែមទាំងមិនត្រឹមត្រូវទៀតផងដែលកាសែតជាច្រើនហាក់ដូចជាផ្ដោតការយកចិត្តទុកដាក់លើតែផ្នែកអវិជ្ជមានដែលមានអ្នករាយការណ៍ព័ត៌មានធ្វើរឹករបៀបជាអ្នករាប់ខ្មោចងាប់ជាជាងធ្វើការស្រាវជ្រាវស៊ីជម្រៅទៅក្នុងសង្គមមួយក្នុងការផ្លាស់ប្ដូរដែលមិនអាចប្រកែកបានដំណឹងដែលថាសេដ្ឋកិច្ចកើន 76.5% ក្នុងឆ្នាំ1992ត្រូវទទួលការប្រងើយកន្តើយជាទូទៅពីសំណាក់សារព័ត៌មានពិភពលោកដែលកំពុងតែមុនបង្អស់គេពង្រីកធម៌ពលរបស់ខ្លួនក្នុងការវាយប្រហារមកលើរដ្ឋាភិបាលលោកហ៊ុនសែនអ្វីដែលផ្ដល់កេរ្តិ៍ឈ្មោះចំពោះសមិទ្ធផលរបស់ប្រទេសនេះគឺថាអត្រាកំណើនសេដ្ឋកិច្ចគួរឲ្យកត់សម្គាល់ត្រូវបានប្រកាសដោយអង្គការសហប្រជាជាតិដែលទទួលអាណត្តិមកគ្រប់គ្រងប្រទេសពីចុងឆ្នាំ1991រហូតដល់ឆ្នាំ1993មិនត្រឹមតែតួលេខកំណើន 6.5% ប្រកាសទៅបាត់ឆឹងតែប៉ុណ្ណោះទេតែតួលេខ 13.5% មានជោគវាសនាដូចតែគ្នាដែរពេលណាអង្គការសហប្រជាជាតិនិយាយអំពីរឿងទស្សនវិស័យសេដ្ឋកិច្ចរបស់កម្ពុជាអ្នកកាសែតជឿលើស្អីក៏ដោយឲ្យតែពួកនេះនិយាយតែនៅពេលដែលរដ្ឋាភិបាលលោកហ៊ុនសែននិយាយរឿងអវិជ្ជមានអំពីការសម្ដែងរបស់ខ្លួនមួយឆ្នាំមុននោះការប្រកាសនោះមិនត្រូវបានគេជឿទេក្នុងចំនួននោះភ្នំពេញនឹង 90% នៃប្រទេសក្រោមរដ្ឋាភិបាលលោកហ៊ុនសែនមានសវត្ថិភាពគួរសមសម្រាប់អ្នកវិនិយោគទុនធ្វើប្រតិបត្តិរកស៊ីកម្ពុជាជាប្រទេសមួយសុខសាន្តរាក់ទាក់ជាងប្រទេសប៊ូស្នីគ្មានពាណិជ្ជករបរទេសណាត្រូវបានសម្លាប់នៅប្រទេសកម្ពុជាលើកលែងតែពីការវាយប្រហារលើពាណិជ្ជករតៃវ៉ាន់ដែលពួកចៅនៅជនបទប៉ុន្តែហេតុការណ៍ចាប់ចម្រិតយកប្រាក់ជាច្រើនជាបុព្វហេតុគ្រប់គ្រាន់សម្រាប់ធ្វើឲ្យមានការព្រួយបារម្ភអំពីហិង្សានយោបាយដែលកើតមានមុនការបោះឆ្នោតខែឧសភាឆ្នាំ1993បានដាក់ភាគីនយោបាយបដិបកឲ្យជល់គ្នាតែមិនបានប៉ះពាល់ជនបរទេសទេលោកកាម៉ារ៉ាសាម៉ាន់តាំប៊ូនាយកនិពន្ធជនជាតិម៉ាឡេស៊ីរបស់កាសែតប្រចាំសប្តាហ៍ឈ្មោះ Cambodia Times បានធ្វើការប្រៀបធៀបស្ថានភាពជាមួយនឹងការបះបោរកុម្មុយនីសនៅកោះម៉ាឡាយ៉ានៅឆ្នាំ1950គាត់និយាយថាបើទោះជាមានការបះបោរក៏ដោយអ្នករស់នៅប្រទេសសង្ហបុរីនៅតែមកលេងញាតិរបស់គេនៅលើកោះម៉ាឡេស៊ីដែរជនជាតិសង្ហបុរីដដែលនេះឥឡូវនេះជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់កម្ពុជាសម្លេងរបស់ម៉ាស៊ីនចុះបញ្ជីលុយរោនៅភ្នំពេញឬស្នូជាងកំភ្លើងបាញ់នៅឯនេះទៅទៀតភាពរញ៉េរញ៉ៃធំមួយបានកកេដល់ក្លឹមរដ្ឋបាលរបស់លោកហ៊ុនសែននិងកម្លាំងដ៏ច្រើនសម្បើមនៃមន្ត្រីរាជការស៊ីវិល 150,000 នាក់ក្នុងខេត្តទាំង19និងក្រុងចំនួន2បណ្ដាខេត្តធ្លាប់មានស្វ័យភាពហិរញ្ញវត្ថុគួរសមក្នុងការបង្កើនចំណូលនិងប្រមូលពន្ធហើយពួកគេកម្ររាយការណ៍ពីគណនីហិរញ្ញវត្ថុរបស់គេមករដ្ឋធានីណាស់វាគ្មានអ្វីថ្មីទេហើយវាបានកើតឡើងនៅទាំងប្រទេសចិននិងឥណ្ឌាដែលនៅទីនោះរដ្ឋាភិបាលកណ្ដាលប្រឈមមុខជាមួយការជំទាស់ពីរដ្ឋនានានៅកម្ពុជាអភិបាលខេត្តធ្វើម្ចាស់លើវិស័យរបស់គេដោយបង្កើននិងចាយចំណូលរបស់គេតាមចិត្តដែលចង់ដោយមានការលូកលាន់តិចតួចណាស់ពីមេដឹកនាំនយោបាយនៅភ្នំពេញវាត្រូវបានគេជឿថាអភិបាលខេត្តបានទាមទារឲ្យមានស្វ័យភាពបែបនេះជាថ្នូវទៅនឹងភក្តីភាពចំពោះរដ្ឋាភិបាលរដ្ឋកម្ពុជាបញ្ហាមួយចំណែកធំគឺនៅត្រង់ថាវាពិបាកសម្រាប់អភិបាលខេត្តក្នុងការប្រស្រ័យតាក់ទងឲ្យបានទៀងទាត់ជាមួយរដ្ឋាភិបាលកណ្ដាលដោយសារបណ្ដាញទូរស័ព្ទសឹងតែអវត្តមានទាំងស្រុងទៅហើយប្រព័ន្ធទូរស័ព្ទគឺជារឿងដែលគេមិនដែលឮតតែសោះនៅតាមតំបន់ដាច់ស្រយាលចំណូលខេត្តនៅតែគ្មានដំណាភាពរហូតមកដល់ការបោះឆ្នោតខែឧសភាឆ្នាំ1993រដ្ឋាភិបាលថ្មីបានអនុម័តច្បាប់មួយស្ដីពីហិរញ្ញវត្ថុដោយដាក់សារៈសំខាន់លើការបញ្ជូនចំណូលតាមខេត្តត្រង់បរដ្ឋាភិបាលជាតិនៅភ្នំពេញប៉ុន្តែជិតពាក់កណ្ដាលឆ្នាំ1995នាយករដ្ឋមន្ត្រីទី1ព្រះអង្គម្ចាស់រណរិទ្ធទំនងជាដកថយពីច្បាប់នោះមកវិញក្នុងបទសម្ភាសន៍ជាមួយអ្នកនិពន្ធនេះព្រះអង្គអះអាងថាត្រូវចំពោះស្ថានភាពចាស់ដែលតាមខេត្តមានស្វ័យភាពហិរញ្ញវត្ថុទូលំទូលាយជាងការផ្លាស់ចិត្តទាំងស្រុងនេះបង្ហាញឲ្យឃើញថាព្រះអង្គម្ចាស់រណរិទ្ធបរាជ័យក្នុងការទម្លាយការកាន់កាប់ដ៏រឹងមាំលើផលប្រយោជន៍ធំធេងរបស់បណ្ដាខេត្តរដ្ឋាភិបាលជាតិទំនេរអស់លុយនៅក្នុងឆ្នាំ1991ចំណូលរបស់រដ្ឋាភិបាលអាចចំណាយបានតែពាក់កណ្ដាលនៃថវិកាសម្រាប់ឆ្នាំនោះតែប៉ុណ្ណោះគ្មានប្រព័ន្ធពន្ធដារជាផ្លូវការទេកាលពីរបបនេះចេញដំណើរដំបូងបង្អស់ហើយក្រុមហ៊ុនរដ្ឋគ្រាន់តែប្រគល់ចំណូលរបស់គេទៅឲ្យរដ្ឋាភិបាលជាតិតែប៉ុណ្ណោះប្រព័ន្ធពន្ធមួយត្រូវបានគេបង្កើតឡើងជាមួយនឹងកំណើននៃសាខាឯកជនដែលកើតភាគច្រើនដោយសារតែពួកពាណិជ្ជករតួយ៉ាងលោកលៀងអេងឈិនដែលត្រូវត្រឡប់មកផ្ទះវិញពីប្រទេសបារាំងតែប្រព័ន្ធពន្ធនេះត្រូវបានគេបំពាន
ក្រុមហ៊ុននានាជជែកតវ៉ាជាមួយមន្ត្រីពន្ធដារហើយកំណត់អត្រាពន្ធរបស់គេតាមទំនឹងចិត្តការបង្កើតនាយកដ្ឋានពន្ធដារនៅឆ្នាំ1981និងការអនុម័តច្បាប់ពន្ធដារនៅឆ្នាំ1985ចេញសញ្ញានៅការមកដល់នៃពុជសហគ្រិនកម្ពុជាដ៏អង្អាចមួយលោកលៀងអេងឈិនមានអាយុ30ឆ្នាំពេលដែលគាត់ចេញពីកម្ពុជានៅឆ្នាំ1970ឆ្នាំដែលសម្ដេចសីហនុត្រូវបានគេទម្លាក់ចេញពីតំណែងគាត់បើកក្រុមហ៊ុនមួយនៅសង្ហបុរីរកលុយបានហើយត្រឡប់មកភ្នំពេញវិញនៅឆ្នាំ1991ដើម្បីវិនិយោគចំនួន $1.1 លានអាមេរិកទៅលើការជួសជុលឲ្យស្អាតឡើងវិញនៅសន្តាគារសលើដងវិថីអាចារ្យមានគាត់ប្រែឈ្មោះរបស់វាទៅជាសន្តាគារបៃលិនតាមឈ្មោះត្បូងដ៏ល្បីល្បាញនៃក្រុងបៃលិននៅផ្នែកពាយ័ព្យប្រទេសកម្ពុជាតំបន់មួយដែលស្ថិតក្នុងការគ្រប់គ្រងរបស់ពួកខ្មែរក្រហមមុនចុងឆ្នាំ1996គាត់និយាយថាវាជាលុយរបស់ខ្ញុំទាំងអស់ប៉ុន្តែយើងនឹងរងចាំមើលថាតើសន្តិភាពនឹងត្រឡប់មកកម្ពុជាឬអត់លោកឈិនជាមនុស្សល្បាយមួយដែលគួរឲ្យចង់ដឹងគាត់ជានាយកចាត់ចែងក្រុមហ៊ុនសង្ហបុរីមួយឈ្មោះទ្រីស្ដាគាត់កាន់លិខិតឆ្លងដែនបារាំងជាជនកម្ពុជាពីកំណើតហើយមិនចេះនិយាយភាសាអង់គ្លេសសូម្បីតែមួយម៉ាត់ក៏មិនចេះដែរនៅពីក្រោយរបបរកស៊ីក្មេងខ្ចីគឺជាដៃរបស់សហគមន៍ពាណិជ្ជកម្មកម្ពុជាមួយដែលកំពុងតែងើបឡើងដែលបានបង្កើតក្រុមហ៊ុនឯកជនចំនួន70ទៀតអស់រយៈពេល7-12ឆ្នាំក្រោយពីខ្មែរក្រហមបោះសម្អាតពួកគេចោលក្នុងឆ្នាំ1990យ៉ាងហោចណាស់ក៏មានពួកមហាសេដ្ឋី100នាក់ដែរនៅភ្នំពេញហើយមានរថយន្តធុនមេសេដេសក៏ច្រើនដែរម្នាក់ក្នុងចំណោមពួកគេលោកកឹមឈៀនដែលមានគម្រោងខ្ពស់ត្រដែតដើម្បីសាងសង់ស៊ូប៉ែម៉ាឃេតនិងសន្តាគារមួយនៅក្នុងរដ្ឋធានីតែផែនការខ្លះរបស់គាត់ត្រូវបរាជ័យជាអ្នកធ្វើរចនាបថដែលមានការបណ្ដុះបណ្ដាលនៅប្រទេសបារាំងលោកឈៀនងើបឡើងវិញមិនយូរប៉ុន្មានប្រឡូកចូលការរកស៊ីបន្ទាប់ពីបរាជ័យនោះប៉ុន្តែអ្នកការទូតសូវៀតលោកលូកាណូតិទៀនយ៉ាងខ្លាំងចំពោះមហាសេដ្ឋីចំនួនថ្មីនៃកម្ពុជាគាត់និយាយថាខ្ញុំយល់ស្របថាពួកមហាសេដ្ឋីប្រហែល100នាក់តែពួកគេនឹងមិនវិនិយោគសូម្បីតែ1សេនក៏ដោយទៅក្នុងការអភិវឌ្ឍត្រឹមត្រូវណាមួយនោះទេពួកគេនឹងទិញរថយន្តបរទេសវីឡានិងសម្លៀកបំពាក់ជាថ្មីជាជាងការវិនិយោគបែបនោះប្រទេសនេះបានក្លាយស្រដៀងនឹងសេដ្ឋកិច្ចព្រៃមួយដែលនៅទីនោះគ្មានអ្វីដែលគេចាត់ទុកថាខុសច្បាប់ទេជាមួយក្រុមហ៊ុនរដ្ឋហក់ចូលប្រឡូកក្នុងការរកស៊ីដែរការចោទប្រកាន់នេះលេចឡើងក្នុងកាសែតនានាអំពីមន្ត្រីពុករលួយជួលដីនិងអគារសាធារណៈទៅឲ្យពាណិជ្ជករបរទេសដោយគ្មានការយល់ព្រមពីក្រសួងហិរញ្ញវត្ថុជាមុនការចោទប្រកាន់បែបនេះនឹងក្លាយជាគំរូខ្មៅងងឹតមួយទៀតនៅឆ្នាំ1992និង93ពេលដែលមន្ត្រីអង្គការសហប្រជាជាតិនាំគ្នានិយាយខ្សឹបៗតែមិនអាចនាំមកជាមួយនៅភស្តុតាងជាក់ស្ដែងដើម្បីចោទប្រកាន់អ្នកមានកំហុសឲ្យចំតែម្ដងទេយ៉ាងណាក៏ដោយរឿងមួយដែលអង្គការសហប្រជាជាតិបានធ្វើគឺផ្ដល់អនុសាសន៍លើការបង្កើតបញ្ជីកត់ត្រាទ្រព្យសម្បត្តិរដ្ឋលុយថ្មីឡានថ្មីនិងវីឡាថ្មីបានបន្ថែមពន្លឺក្រៀមក្រំទៅលើរដ្ឋធានីមានឈ្មោះអាប់អួរមួយនេះដែលសម្រាប់ស្អុយរលួយនិងលូគ្មានគម្របជាគំរូមួយទៀតលោក Stig Engstrom តំណាងរបស់ក្រុមហ៊ុនទូរគមនាគមន៍អូស្ត្រាលីនិយាយថាគាត់មានការស្ញប់ស្ញែងចំពោះជំហាននៃការផ្លាស់ប្ដូរគាត់និយាយនៅឆ្នាំ1990ថានៅឆ្នាំ1988មានជនបរទេសតែ80នាក់ទេនៅភ្នំពេញបច្ចុប្បន្ននេះមានទៅដល់ប្រហែល500នាក់ឯណោះចិត្តមកដល់ខែសីហាឆ្នាំ1991រដ្ឋាភិបាលបានផ្ដល់ការអនុម័តយ៉ាងប្រញាប់ដល់ក្រុមហ៊ុនបរទេសមួយចំនួនដើម្បីសាងសង់សន្តាគារជាច្រើនក្នុងតម្លៃរួមគ្នាប្រហែល$40 លានអាមេរិកអ្នកតិទៀនហៅការអនុម័តបែបនេះថាជាទង្វើមួយដំណើរការបណ្ដោះអាសន្នបែបព្រៃហើយគ្មានផែនការទោះជាយ៉ាងណាក៏ដោយការងារសាងសង់បានចាប់ផ្ដើមហើយកិច្ចព្រមព្រៀងសន្តិភាពមានពន្លឺលំហើយនៅក្នុងក្រសែភ្នែករបស់លោកហ៊ុនសែនគំនិតមិនទៀងទាត់លោកហ៊ុនសែនលែងគិតអំពីការបំពេញនិងការធ្វើឲ្យអាម៉ាស់មុខដែលសម្ដេចសីហនុបានពូនកធ្វើទៅលើរូបគាត់បញ្ចេញការឆ្លុះប្រកែកនៅខែតុលាឆ្នាំ1991នៅពេលដែលកិច្ចព្រមព្រៀងសន្តិភាពត្រូវបានចុះហត្ថលេខានៅទីក្រុងប៉ារីសយ៉ាងណាក៏ដោយវាបង្កឲ្យមានការចុកចាប់នៅពេលដែលសម្ដេចសីហនុហៅគាត់ថាជាកញ្ជះរបស់វៀតណាមហើយជាកូនប្រុសអាក្រក់របស់ព្រះអង្គគាត់លែងបៀមទុកសោកទាំងនោះទៀតហើយបញ្ជារដ្ឋាភិបាលរបស់គាត់ឲ្យរកគ្រប់លទ្ធភាពទាំងអស់ដើម្បីសម្អាតរដ្ឋធានីមុនការយាងត្រឡប់មកវិញរបស់សម្ដេចសីហនុនៅក្នុងខែវិច្ឆិកាវានឹងជាការយាងត្រឡប់មកផ្ទះវិញដ៏អធិកអធមមួយការផ្លាស់ប្ដូរអាចមើលឃើញក្នុងខណៈដែលយន្តហោះប្រើកង្ហាលមានកង់រហែកគួរឲ្យគ្រោះថ្នាក់ដល់ជីវិតដែលគ្រប់គ្រងដោយក្រុមហ៊ុនអាកាសចរវៀតណាមចុះចតនៅប្រលានយន្តហោះប៉ូចិនតុងអ្វីដែលលែងមានតទៅទៀតនោះគឺប៉មបញ្ជាផ្លូវអាកាសអត់ដំណើរការមួយដែលមានសភាពប្រៀបបាននឹងរបស់សំណល់ពីចំនួនសង្គ្រាមវៀតណាមហើយជំនួសមកវិញគឺសំណង់លាបពណ៌ថ្មីស្រឡាងមួយដែលចាំងផ្លាត់ពន្លឺទៅក្នុងព្រះអាទិត្យដូចគ្នានឹងនំដែលបន្ទប់ផ្លែឈើពីលើប៉មបញ្ជានោះត្រូវបានលម្អដោយបូនិងព្រះឆាយាល័ក្ខណ៍សម្ដេចសីហនុប៉ុន្តែសម្ភារៈក្នុងប៉មបញ្ជាផ្លូវអាកាសនៅដដែលឥតផ្លាស់ប្ដូរទេរបស់ភ្ញាក់ផ្អើលនៅមានច្រើនតទៅទៀតផ្ទៃខាងក្នុងនៃអគារប៉មយាមត្រូវបានដុសខាត់ហើយលាបពណ៌សដេញពន្លឺផ្លេកភ្ញៀវលេងបែកញើសហូរក៏ខ្លាក់ទៀតហើយនៅពេលដែលពួកគេឈរក្នុងជួររងចាំបោះត្រាលើទិដ្ឋាការ
កង្ហាលបន្តោងនឹងពីដានបក់វឹបពីលើក្បាលរបស់ពួកគេលិខិតឆ្លងដែនរបស់អ្នកធ្វើដំណើរត្រូវបានគេបោះត្រាតែក្នុងប៉ុន្មាននាទីប៉ុណ្ណោះហើយការអង្កេតដែលគេទន្ទឹងថានឹងមានពីសំណាក់ភ្នាក់ងារគយមិនដែលកើតឡើងទេក្បាលម៉ាស៊ីនការិយាធិបតេយ្យបានស្ដែងឲ្យឃើញនៅក្នុងការអនុវត្តទំនាក់ទំនងសាធារណៈមានការផ្លាស់ប្ដូរច្រើនណាស់តាំងពីការយាងនិវត្តន៍របស់សម្ដេចសីហនុដងផ្លូវត្រូវបានគេបោះសម្អាតស្អាតភ្លឹងសង្កតែថាមើលទៅមិនមែនស្ថិតក្នុងស្ថានភាពដើមរបស់វាហើយសូម្បីតែស៊ីក្លូក៏ទំនងជាត្រូវបានគេហាមមិនឲ្យធ្វើចរាចរណ៍លើវិថីកម្ពុជាវៀតណាមដែរតាមពិតទៅនគរបាលបានបញ្ជាពួកគេឲ្យឈប់ធ្វើចរាចរណ៍លើដងផ្លូវសំខាន់ៗហើយពួកគេអាចធ្វើដំណើរតាមដងផ្លូវតូចៗតែប៉ុណ្ណោះនោះជាការផ្លាស់ប្ដូរមួយដែលភាគច្រើននៃអ្នករស់នៅទីក្រុងមិនយល់ព្រមជាមួយដោយសារវាបានប្លន់យកទៅបាត់នៅលក្ខណៈពិសេសរបស់ទីក្រុងនេះវិឡានៅផ្ទះជាច្រើនគ្មានលាបពណ៌និងចាស់ទ្រុឌទ្រោមដែលធ្លាប់លម្អមុខមាត់សម័យដើមរបស់ដងវិថីសំខាន់ៗត្រូវបានគេលាបពណ៌ជាថ្មីឡើងវិញហើយឧទ្យានតូចៗត្រូវបានគេបង្កើតឡើងនៅតាមសងខាងដងផ្លូវភ្នំពេញត្រូវបានប្រែក្លាយទៅក្នុងមួយប្រព្រឹត្តភ្នែកទៅសភាពដើមរបស់វាវិញដោយការសម្ដេចសីហនុធ្លាប់ធ្វើជាប្រមុខរដ្ឋមកទល់ឆ្នាំ1970កាលនោះវាជាទីក្រុងមួយនៃទៀមកាហ្វេតូចៗនិងរាំងកាសារមរែកដែលទស្សនីយភាពទាំងអស់នេះផ្ដល់នូវអារម្មណ៍មួយថាវាជាទីក្រុងនៃខេត្តមួយនៅប្រទេសបារាំងជាជាងរដ្ឋធានីមួយនៅអាស៊ីអាគ្នេយ៍ដែលលងលក់ក្នុងដំណេកមិនរវល់ទៅនឹងសោកនាដកម្មរាប់លានគោលើគ្នាអ្វីបើសម្រាប់ជនកម្ពុជាភាគច្រើនសម្ដេចសីហនុជាមនុស្សដែលគេមើលមិនឃើញហើយមិនងាយចូលជួបដោយងាយៗក៏ដោយក៏គេនៅតែទទួលបានអារម្មណ៍អំពីវត្តមានរបស់ព្រះអង្គដែរមានអ្វីតិចតួចណាស់ដែលព្រះអង្គអាចធ្វើបានដោយសារតែព្រះអង្គគ្មានអំណាចទាល់តែសោះជាថ្មីម្ដងទៀតជញ្ជាំងរបស់ព្រះបរមរាជវាំងត្រូវបានគេលាបពណ៌លឿងថ្មីឡើងវិញហើយទង់រាជានិយមបករវិចពីលើរបងនោះជាញឹកញាប់ព្រះអង្គតែងតែលេចព្រះភ័ក្ត្រចេញពីឯកវិសភាពធ្វើសង្ឃកថាសាធារណៈដើម្បីសម្ពោធសាលារៀនម្ដងនៅឯនេះបន្តិចឬសម្ពោធមន្ទីរថែទាំសុខភាពនៅឯនោះបន្តិចព្រះអង្គជាមនុស្សផ្លាស់ប្ដូរម្នាក់ប្រភពព័ត៌មានដែលជិតស្និទ្ធជាមួយព្រះអង្គលាតត្រដាងឲ្យដឹងថាអ្វីដែលកន្លងផុតលែងមានទៀតហើយនោះគឺទិវាទាំងឡាយដែលព្រះអង្គធ្លាប់សប្បាយប្រតិយជាមួយពិធីជប់លៀងអកថឹកនិងផ្លុំសាក់សូហ្វូនជូនភ្ញៀវព្រះអង្គកំសាន្តសប្បាយឥឡូវនេះពិធីជប់លៀងកាន់តែតិចហើយកាន់តែស្រគត់ស្រគំអ្វីបែបព្រះអង្គធ្វើជាទៀងទាត់នៅព្រះរាជសវនាការជាមួយអ្នកការទូតនិងអ្នកនយោបាយបរទេសហើយផ្ដល់ឲ្យពួកគេបានដឹងនូវចក្ខុវិស័យរបស់ព្រះអង្គទៀតផងមូលហេតុនៃភាពស្រគត់ស្រគំរបស់ព្រះអង្គគឺថាឥឡូវនេះព្រះអង្គជារដ្ឋបរិសចាស់ទុំម្នាក់ហើយជាប្រធានក្រុមប្រឹក្សាចតុភាគីដ៏រកម្មរកុសមួយគឺឧត្តមក្រុមប្រឹក្សាជាតិប៉ុន្តែព្រះអង្គមិនទាន់បាត់បង់ថ្មីគំនិតជាអ្នកនិទានរឿងរ៉ាវដ៏ប៉ិនប្រសប់និងអណ្ដាតដ៏មុតរបស់ព្រះអង្គនៅឡើយទេក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតអាមេរិកនៅកម្ពុជាគឺលោក Charles Twining ព្រះអង្គប្រមានអាមេរិកថាកុំឲ្យជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជាដោយដែលគេបានធ្វើកាលពីអតីតកាលព្រះអង្គមិនទាន់អត់ឱនឲ្យពួកអាមេរិកដែលបានគ្រប់គ្រងរដ្ឋប្រហារមួយប្រឆាំងព្រះអង្គនោះទេនេះហើយជាព្រះអង្គផ្លាស់ប្ដូរមួយអង្គក្នុងផ្លូវមួយបែបទៀតលែងមានទៀតហើយនៅបរិសម្នាក់ដែលកាន់ជើងម្ខាងហើយតិទៀនអ្នកនយោបាយកម្ពុជាខ្លះក្នុងពេលដែលគាត់សរសើរអ្នកផ្សេងទៀតក្នុងនាមជាប្រធានឧត្តមក្រុមប្រឹក្សាជាតិសម្ដេចសីហនុមិនប្រកាន់បពុហើយមិនលំអៀងអ្វីបើជាការលាក់កំបាំងព្រះអង្គតែងសម្ដែងឲ្យគេឃើញនៅការចូលចិត្តនិងមិនចូលចិត្តរបស់ព្រះអង្គក៏ដោយជាគុណប្រយោជន៍នៃស្ថិរភាពនយោបាយព្រះអង្គបានទប់ខ្លួនមិនឲ្យរង្គើទូកឧបត្ថម្ភក្រុមប្រឹក្សាជាតិពេកទេបើទោះជាពេលខ្លះព្រះអង្គមិនអាចធ្វើការចំអកលក់លុយម្ដងម្កាលក៏ដោយនៅពេលដែលព្រះអង្គដើរតួសំខាន់ក្នុងនយោបាយជាតិឡើងវិញសម្ដីនិងទង្វើរបស់ព្រះអង្គមានឥទ្ធិពលជ្រាលជ្រៅណាស់ទៅលើលោកហ៊ុនសែននិងនយោបាយរបស់គាត់ដោយរន្ធត់ហួសចិត្តនឹងភាពក្រីក្រនិងការមិនយកចិត្តទុកដាក់សម្ដេចសីហនុលែងទប់ព្រះកាយមិនធ្វើការប្រតិទិទានបានតទៅទៀតឡើយនៅទីកន្លែងណាក៏ដោយដែលព្រះអង្គយាងទៅដល់ព្រះអង្គស្ដាប់ការរអ៊ូរទាំពីសំណាក់នាយកចឹករដ្ឋដែលមិនបានទទួលប្រាក់ខែរាប់ខែមកហើយក្នុងដំណើរយាងត្រឡប់ពីទីជនបទខ្ទេចខ្ទាំមកកាន់រដ្ឋធានីវិញព្រះអង្គមានកំហឹងជាមួយជីវភាពរបស់រដ្ឋមន្ត្រីរដ្ឋាភិបាលដែលរស់ឆាតឆាយលើកំណត់សិទ្ធិនិងអភ័យឯកសិទ្ធិរថយន្តទូទឹកកកម៉ាស៊ីនបោកគក់និងនិមិត្តរូបខ្ពស់បំផុតនៃភាពស្រុកស្ដំគឺអង្គតែនទូរទស្សន៍ក្នុងដើមឆ្នាំ1992ព្រះអង្គបានចោទប្រកាន់ជាចំហចំពោះរដ្ឋាភិបាលលោកហ៊ុនសែនអំពីអំពើពុករលួយរឿងនេះត្រូវបានកាសែតជាច្រើនរើសយកទៅផ្សាយទូទាំងពិភពលោកហើយគោលដៅរបស់ព្រះអង្គក៏ត្រូវបានសម្រេចផងដែរព្រះអង្គមិនទាន់បាត់បង់ទ្វេដៃរបស់ព្រះអង្គជាអ្នកដឹកជ្រមុះប្រព័ន្ធផ្សព្វផ្សាយនៅឡើយទេព្រះអង្គនៅតែមានមិត្តជិតស្និទ្ធជាច្រើននៅក្នុងបណ្ដាសារព័ត៌មានប្រចាំប្រទេសនិងនៅអាស៊ីដែលព្រះអង្គតែងផ្ដល់បទសម្ភាសន៍ជាទៀងទាត់ដោយជំពាក់គុណចំពោះព្រះអង្គក្នុងការផ្ដល់បទសម្ភាសន៍សារព័ត៌មាននានានាំគ្នាសរសេរអត្ថបទបញ្ចែកបញ្ចើលោកហ៊ុនសែនបានសង្កេតឃើញនិន្នាការរបស់សម្ដេចសីហនុឆ្ពោះទៅរកការទាក់ទាញប្រតិរដ្ឋាភិបាលរបស់គាត់ប៉ុន្តែគាត់មិនបញ្ចេញប្រតិកម្មអ្វីទេដោយបារម្ភថាការប្រឈមមុខដោយផ្ទាល់ណាមួយជាមួយព្រះអង្គមួយអង្គនេះនឹងត្រូវបានប្រជាជនមើលឃើញថាជាការប្រមាថចំពោះរាជវង្សសម្ដេចសីហនុបានកេងយកចំណេញយ៉ាងពេញទំហឹងពីឋានៈរបស់ព្រះអង្គជារដ្ឋបរិសចាស់ទុំម្នាក់
ដូច្នេះពេលដែលព្រះអង្គដឹងថាពួកខ្មែរក្រហមកំពុងបដិសេធមិនប្រមូលទ័ពរបស់ខ្លួនដោយដែលបានកំណត់ដោយកិច្ចព្រមព្រៀងសន្តិភាពព្រះអង្គចេញសេចក្តីថ្លែងការណ៍បន្តគ្នាដែលថ្កោលទោសពួកឧទាមលើកដំបូងដែលព្រះអង្គលាតត្រដាងអារម្មណ៍ពិតប្រាកដរបស់ព្រះអង្គចំពោះពួកខ្មែរក្រហមគឺក្នុងការឆ្លើយតបទៅនឹងសំណួរមួយដែលយើងបានដាក់ថ្វាយព្រះអង្គវាជាសេចក្តីថ្លែងការណ៍ដ៏ជាក់លាក់បំផុតរបស់ព្រះអង្គស្តីពីខ្មែរក្រហមដែលត្រូវបានសួរថាតើវាជាប្រការមួយគួរដែរឬអត់សម្រាប់អ៊ុនតាក់ក្នុងការរៀបចំការបោះឆ្នោតមួយក្នុងចំណោមគណៈបកប្រជាជនកម្ពុជារបស់លោកហ៊ុនសែនរណសេរីរំដោះជាតិប្រជាជនខ្មែររបស់លោកសឿនសាននិងគណៈបកហ្វុនស៊ីពេចរបស់ព្រះអង្គម្ចាស់នរោត្តមរណរដ្ឋសម្ដេចសីហនុមានព្រះបន្ទូលឆ្លើយថានោះនឹងជាដំណោះស្រាយមួយដ៏ល្អបំផុតពីព្រោះពួកខ្មែរក្រហមមិនបានទុកឲ្យអ៊ុនតាក់នៅការជ្រើសរើសណាផ្សេងទៀតទេវាជាចំហជ្រុលហួសហេតុមួយសម្រាប់ប្រមុខរដ្ឋអព្យាក្រឹតម្នាក់នឹងធ្វើក៏ប៉ុន្តែព្រះអង្គមានអារម្មណ៍ថាភាគច្រើនរបស់ប្រទេសព្រះអង្គមិនគួរត្រូវបានគេធ្វើពលិកម្មដោយសារតែការមិនសហប្រតិបត្តិការពីសំណាក់ពួកឧទាមនោះទេសម្ដេចសីហនុក្លាយជាប្រមុខរដ្ឋអព្យាក្រឹតម្នាក់ដើម្បីអ្វីមួយក្នុងពេលមួយដែលទំនងហេតុផលជានយោបាយត្រឹមត្រូវជាងតាំងពីមុនកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសត្រូវបានចុះហត្ថលេខានៅឆ្នាំ1991ម្លេះសម្ដេចសីហនុដឹងថាតំណែងដែលនឹងល្អបំផុតសម្រាប់បម្រើមហិច្ឆតានយោបាយអនាគតរបស់ព្រះអង្គមិនមែនជាប្រធានគណៈបកហ្វុនស៊ីពេចដែលព្រះអង្គបង្កើតឡើងបន្ទាប់ពីព្រះអង្គត្រូវបានគេបណ្តេញចេញពីអំណាចនោះទេតែគឺតំណែងប្រមុខរដ្ឋក្នុងន័យមួយព្រះអង្គអាចសម្លាប់សត្វស្លាបពីរដោយផ្លែព្រួញតែមួយដែលទុកឋានៈមេដឹកនាំនៃគណៈបកនយោបាយឲ្យបុត្រារណរដ្ឋរបស់ព្រះអង្គដែលមានមុខមាត់ដូចព្រះបិតារបស់ព្រះអង្គភ្នាល់ថាបុត្រាព្រះអង្គនឹងដឹកនាំគណៈបកទៅរកជ័យជំនះក្នុងការបោះឆ្នោតហើយត្រួសត្រាយផ្លូវសម្រាប់ព្រះអង្គមកកាន់អំណាចវិញដែលត្រូវបានតែងតាំងគ្មានគូប្រជែងជាប្រមុខរដ្ឋព្រះអង្គក្រាលគ្រឹះសិលាដើម្បីសម្រេចសេចក្តីប្រាថ្នាជ្រាលជ្រៅរបស់ព្រះអង្គដើម្បីឲ្យគេជ្រើសតាំងជាប្រធានាធិបតីរបស់ប្រទេសតាំងពីដើមឆ្នាំ1993ទៅទៀតវាជាយុទ្ធសាស្ត្រនយោបាយរបស់សម្ដេចសីហនុមួយបែបដែលមានគោលបំណងរក្សាអំណាចនយោបាយក្នុងរង្វង់គ្រួសារព្រះអង្គមានការប្រកាសក្តែងក្តាយជាទូទៅអំពីអព្យាក្រឹតភាពរបស់សម្ដេចសីហនុច្រើនជាងភាពជាក់ស្ដែងទៅទៀតតើព្រះអង្គកំពុងស្ថិតក្នុងភាពអព្យាក្រឹតក៏ព្រោះតែកិច្ចព្រមព្រៀងប៉ារីសបានកំហិតអំណាចរបស់ព្រះអង្គត្រឹមឋានៈជាប្រមុខរដ្ឋមិនប្រកាន់បកពួកឬតើព្រះអង្គកំពុងទប់ខ្លួនមិនវាយប្រហារទៅលើសត្រូវនយោបាយរបស់ព្រះអង្គព្រោះតែព្រះអង្គមិនចង់ឲ្យគេមើលមកព្រះអង្គថាស្រេកឃ្លានអំណាចវាមានភាពប្រថុយប្រឋានច្រើនណាស់ហើយអ្វីចុងក្រោយបំផុតដែលព្រះអង្គចង់បានគឺក្រវែងទូកនយោបាយកុំឲ្យវានៅនឹងបានហេតុដូច្នេះហើយព្រះអង្គមិនចង់សម្ព័ន្ធភាពបុគ្គលព្រះអង្គជាមួយគណៈបករបស់បុត្រាព្រះអង្គទេទោះជាយ៉ាងនេះក៏ដោយការគាំទ្ររបស់ព្រះអង្គចំពោះបុត្រាព្រះអង្គមិនបានថមថយទេក្នុងខែសីហាឆ្នាំ1992យើងធ្វើទស្សនកិច្ចក្នុងព្រះបរមរាជវាំងយើងជួបជាមួយលោកកែវ ពុទ្ធរស្មីសមាជិកម្នាក់នៃអខុទ្ទកាល័យសម្ដេចសីហនុដែលក្នុងឆ្នាំ1994នឹងក្លាយជាអ្នកការទូតមួយរូបយើងបានសួរថាហេតុអ្វីបានជាសម្ដេចសីហនុមិនសូវចេញមុខចេញមាត់តាំងតែពីព្រះអង្គយើងត្រឡប់មកភ្នំពេញវិញកាលពី10ខែមុនម្លេះទីស្ថាននានានៃព្រះបរមរាជវាំងដែលយើងបានក្រឡេកភ្នែកប្រទះមិនស្ថិតក្នុងសភាពល្អប៉ុន្មានទេថ្នាំលាបបានរបេះធ្លាក់ចេញពីជញ្ជាំងអ្នកថែទាំឧស្សាហម្នាក់ធ្វើការពិនិត្យថែទាំបុប្ផាដែលនឹងរីកមុនគេបង្អស់ចាប់តាំងពីពេលដែលសន្តិភាពបានចុះចតលើទឹកដីដ៏សែនអភ័ព្វមួយនេះលោករស្មីបរោះសម្ដេចទុនភ្លួនម្នាក់ដែលបានបម្រើសម្ដេចសីហនុដ៏ស្មោះស្ម័គ្របានយល់ព្រមនាំយកលិខិតមួយពីយើងទៅថ្វាយសម្ដេចសីហនុយើងត្រឡប់មកវិញនៅថ្ងៃបន្ទាប់ជាមួយនឹងលិខិតមួយច្បាប់ហើយនឹងសួរសំណួររៀបចំឲ្យស្រេចមួយចំនួនសូមរាជានុញ្ញាតក្រាបទូលសម្ដេចសីហនុជួយធ្វើការឆ្លើយតបទៅនឹងសំណួរទាំងនោះលោករស្មីសន្យាថាព្រះអង្គរហ័សណាស់ក្នុងការឆ្លើយតបសម្បត្តិតាមទម្រង់ការធម្មតាសម្ដេចសីហនុធ្វើការឆ្លើយតបដោយផ្ទាល់ចំពោះលិខិតនានាដោយគ្រាន់តែធ្វើចំណាជាភាសាបារាំងតែបន្តិចប៉ុណ្ណោះលោករស្មីប្រាប់ពួកយើងឲ្យមកជួបគាត់វិញក្នុងរយៈពេល2ថ្ងៃទៀតដោយគេបានប្រកាសក្នុងចិត្តរួចហើយអញ្ចឹងសម្ដេចសីហនុបានឆ្លើយតបចំពោះសំណួរទាំងនោះព្រះអង្គធ្វើអត្ថាធិប្បាយជាភាសាបារាំងលើលិខិតរបស់យើងដោយសរសេរតាមគែមក្រដាសនិងចន្លោះបន្ទាត់នីមួយៗអ្វីដែលនៅសេសសល់គឺលោករស្មីនឹងធ្វើការបកប្រែចម្លើយនោះទៅជាភាសាអង់គ្លេសបន្តទៀតក្នុងពេលមិនដល់មួយសប្តាហ៍ផងយើងក៏ទទួលបានលិខិតផ្លូវការដែលឡាយព្រះហស្ថដោយសម្ដេចសីហនុនៅលើក្រដាសក្បាលសម្បត្តិព្រះបរមរាជវាំងសម្ដេចសីហនុក៏បានឆ្លៀតពេលប្រឹងប្រែងដើម្បីខ្ចប់ឯកសារមួយក្នុងស្រាមសម្បត្តិដែលនិយាយអំពីព្រះរាជតម្រិះរបស់ព្រះអង្គលើការកសាងសេដ្ឋកិច្ចឡើងវិញសម្រាប់ប្រទេសរបស់ព្រះអង្គតែការនិយាយឥតសំចៃរបស់ព្រះអង្គតាក់ទិននឹងពួកខ្មែរក្រហមមានអត្ថន័យយ៉ាងដូចម្តេចខ្លះទៅថាតើព្រះអង្គធុញទ្រាន់ជាមួយពួកនេះហើយថាតើព្រះអង្គមិនមានពេលវេលាច្រើននៅសល់ទៀតទេក្នុងពេលដែលត្រនិចនៃលេខានយោបាយរបស់ព្រះអង្គចេះតែរំកិលទៅមុខរហូតនោះព្រះអង្គមួយអង្គនេះមានព្រះជន្ម70ព្រះវស្សានៅថ្ងៃទី31ខែតុលាឆ្នាំ1992ព្រះអង្គលែងជាអ្នកធ្វើឲ្យគេរំជើបរំជួលដោយកាលពីនៅក្មេងទៀតហើយពួកខ្មែរក្រហមនៅតែជាអ្នកបំផ្លាញដ៏ធំបំផុតចំពោះមហិច្ឆតារបស់ព្រះអង្គក្នុងការត្រឡប់មកកាន់អំណាចសាជាថ្មីម្ដងទៀតក្នុងនាមជាប្រធានាធិបតីជ្រើសតាំងមួយរូបសម្ដេចសីហនុទ្រង់ជ្រាបថាទុកខ្មែរក្រហមនៅក្រៅការបោះឆ្នោតនឹងធ្វើឲ្យកាន់តែយ៉ាប់យ៉ឺនថែមទៀតចំពោះស្ថានភាពសន្តិសុខដោយជំរុញភាគីនេះដែលនៅតែដឹកនាំដោយក្រុមសម្ងាត់ម៉ៅនិយម
ឲ្យកាន់តែធ្លាក់ចុះក្នុងភាពឯកោនិងក្នុងសកម្មភាពប្រយុទ្ធតាមផ្លូវយោធាក៏ប៉ុន្តែព្រះអង្គមានលទ្ធភាពតិចណាស់ដើម្បីស្វែងរកដំណោះស្រាយក្នុងដំណាក់កាលចុងក្រោយនេះពពកនៃភាពមិនប្រកបនិយមមួយនៅវិលវល់ជំវិញរដ្ឋធានីលើសំណួរថាតើនឹងមានការបោះឆ្នោតខែឧសភាឆ្នាំ1993កើតឬទេពីព្រោះតែការបដិសេធរបស់ពួកខ្មែរក្រហមមិនព្រមដាក់កងទ័ពរបស់ពួកគេក្រោមការប្រមូលផ្ដុំដើម្បីធ្វើការរំសាយជាយថាហេតុមួយក្នុងចម្លើយរបស់ព្រះអង្គបានទាត់ចោលនៅពាក្យចចាមអារាមទាំងឡាយព្រះអង្គមានព្រះរាជបន្ទូលថាការបោះឆ្នោតប្រហែលជានឹងធ្វើឡើងតាមកាលកំណត់ទុកការបោះឆ្នោតនេះនឹងធ្វើឡើងតែក្នុងតំបន់មិនមែនខ្មែរក្រហមប៉ុណ្ណោះសភាវគតិរបស់ព្រះអង្គគឺជាការទាយទុកជាមុនព្រះអង្គបានសរសេរពាក្យពេចន៍ទាំងនោះកាលពីខែសីហាឆ្នាំ1992ហើយរហូតមកដល់ខែវិច្ឆិកាក្នុងឆ្នាំដដែលនោះគ្មានអ្វីផ្លាស់ប្ដូរសោះដើម្បីធ្វើឲ្យដំណើរការសន្តិភាពកាន់តែរលូនជាងមុនទេពួកខ្មែរក្រហមនៅតែក្រែងននៀលដដែលសេចក្តីថ្លែងការណ៍របស់ព្រះអង្គបានអះអាងបញ្ជាក់ទស្សនៈជាទូទៅមួយថាការបោះឆ្នោតទំនងជាមិនអាចធ្វើទៅរួចទូទាំងប្រទេសបានទេពីព្រោះពួកខ្មែរក្រហមមិនបានអនុញ្ញាតឲ្យកងរក្សាសន្តិភាពអង្គការសហប្រជាជាតិចូលក្នុងតំបន់របស់ខ្លួនហើយធ្វើការរៀបចំសម្រាប់ការបោះឆ្នោតឡើយក្នុងនោះក៏មានការគម្រាមធំជាងនេះទៀតថាប្រទេសនេះនឹងត្រូវបានពុះចែកប្រសិនបើការបោះឆ្នោតប្រព្រឹត្តទៅដោយគ្មានពួកខ្មែរក្រហមតម្រុយជាប្រផ្នូលមួយថាតើអ្វីៗនឹងទៅជាយ៉ាងណានោះត្រូវបានសម្ដេចសីហនុផ្ដល់ឲ្យដឹងក្នុងចម្លើយរបស់ព្រះអង្គទាយទុកថាពួកខ្មែរក្រហមប្រហែលជានឹងមិនចូលរួមក្នុងការបោះឆ្នោតទេចំណែកពួកគេវិញខ្មែរក្រហមបានចោទប្រកាន់កងរក្សាសន្តិភាពអង្គការសហប្រជាជាតិអំពីការខ្វះចន្លោះផ្សេងៗដូចជាថាពួកនេះខុបខិតចងសម្ព័ន្ធភាពជាមួយរដ្ឋាភិបាលលោកហ៊ុនសែនមិនបានត្រួតពិនិត្យបញ្ជាក់ឡើងវិញនៅវត្តមានកងទ័ពវៀតណាមដែលបន្លំខ្លួនជាជនស៊ីវិលហើយបដិសេធមិនព្រមរុះរើចោលរចនាសម្ព័ន្ធរដ្ឋាភិបាលរបស់លោកហ៊ុនសែនជាដើមតាមធម្មតានឹងដដែលអ៊ុនតាក់បានរងបាំងការចោទប្រកាន់បែបនេះដោយធ្វើការប្រកែកជាស្តង់ដាររបស់ខ្លួនថាខ្លួនមិនបានចងសម្ព័ន្ធភាពជាមួយភាគីណាមួយទេថាគ្មានភស្តុតាងជាក់ស្ដែងស្ដីពីវត្តមានកងទ័ពវៀតណាមក្នុងប្រទេសឡើយហើយថាកិច្ចព្រមព្រៀងសន្តិភាពមិនបានសុំឲ្យរំលាយចោលរដ្ឋាភិបាលលោកហ៊ុនសែនទេចក្ខុរបស់សម្ដេចសីហនុបានចោលហួសការបោកប្រាស់របស់ពួកខ្មែរក្រហមនិងហួសពីការបោះឆ្នោតទៅទៀតជាថ្មីម្ដងទៀតព្រះអង្គចង់ឃើញព្រះកាយព្រះអង្គត្រូវបានគេតែងតាំងឲ្យធ្វើជាមេដឹកនាំក្រៅពីនោះមានការបន្តទាមទារកាន់តែច្រើនឡើងពីសំណាក់អ្នកនយោបាយជាច្រើនសូមឲ្យព្រះអង្គក្លាយជាប្រធានាធិបតីតាមការបោះឆ្នោតក្នុងឆ្នាំ1993ព្រះអង្គប្រកាសក្នុងចិត្តថានឹងក្លាយជាប្រធានាធិបតីជាប់ឆ្នោតព្រោះមិនឃើញមានគូប្រជែងប្រកបដោយកេរ្តិ៍ឈ្មោះឯណាសោះក្នុងបញ្ជីបេក្ខជនទាំងមូលនោះប្រសិនបើមេដឹកនាំគណៈបកប្រជាជនតួយ៉ាងលោកហេងសំរិននិងលោកជាស៊ីមហ៊ានប្រជែងជាមួយព្រះអង្គពួកគេនឹងជួបប្រទះជាមួយបរាជ័យដ៏អាម៉ាស់មុខក្នុងដៃរបស់ព្រះអង្គដែលព្រះនាមរបស់ព្រះអង្គធ្លាប់មានអំណាចក្នុងការកាប់សម្អាតយកគ្រប់សន្លឹកឆ្នោតនៅក្នុងប្រទេសកាលពីឆ្នាំ1960លក្ខណៈសម្បត្តិទាក់ទាញរបស់ព្រះអង្គនៅតែមានឥទ្ធិពលនៅឡើយប៉ុន្តែសម្ដេចសីហនុបានដាក់ចេញនូវលក្ខខណ្ឌតឹងរ៉ឹងមួយព្រះអង្គនឹងប្រជែងយកតំណែងប្រធានាធិបតីតែលកឹកណាស់ដែលការបោះឆ្នោតប្រធានាធិបតីត្រូវបានធ្វើមុនការបោះឆ្នោតជាសកលក្នុងខែឧសភាឆ្នាំ1993ព្រះអង្គបដិសេធមិនឈរឈ្មោះទេបើសិនជាការបោះឆ្នោតប្រធានាធិបតីប្រព្រឹត្តទៅស្របពេលជាមួយឬក៏ក្រោយការបោះឆ្នោតសកលតើស្អីខ្លះទៅជាហេតុផលរបស់សម្ដេចសីហនុតើព្រះអង្គកំពុងតែប៉ុនប៉ងពង្រឹងដង្កៀបផ្ទាល់របស់ព្រះអង្គលើអំណាចមុននឹងមានការបោះឆ្នោតសកលសម្ដេចសីហនុត្រូវបានរំខានដោយការព្រួយបារម្ភពីរទី1គឺការភ័យខ្លាចថាបើសិនជាការបោះឆ្នោតប្រធានាធិបតីប្រព្រឹត្តទៅស្របពេលជាមួយការបោះឆ្នោតសកលវាមានការប្រថុយប្រឋានថាពួកខ្មែរក្រហមអាចពន្លិចការបោះឆ្នោតទាំងមូលហើយបំផ្លាញសេចក្តីសង្ឃឹមរបស់ព្រះអង្គក្នុងការក្លាយជាប្រធានាធិបតីទី2ព្រះអង្គមានការព្រួយបារម្ភដោយសន្តិចិត្តអំពីស្ថិរភាពនយោបាយការភ័យខ្លាចថាប្រទេសកំពុងតែដាំក្បាលចុះតាមជំរាលរអិលមួយឆ្ពោះទៅរកភាពអនាធិបតេយ្យបានធ្វើឲ្យជ្រួតជ្រាបនៅការយល់ដឹងមួយស្ដីពីភាពបន្ទាន់ឲ្យមានផែនការរៀបចំការបោះឆ្នោតប្រធានាធិបតីមុនគេក្នុងដំណើរយើងត្រឡប់មកភ្នំពេញវិញសម្ដេចសីហនុប្រែក្លាយរដ្ឋធានីទៅរកយុគសម័យមាសរបស់វាវិញយ៉ាងឆាប់រហ័សយ៉ាងហោចណាស់ក៏ក្នុងន័យមួយដែរព្រះបរមរាជវាំងពោពេញទៅដោយស្នូលរហឹមរបស់ពិធីជប់លៀងដែលព្រះអង្គអញ្ជើញអ្នកការទូតនិងអ្នកនយោបាយចាស់ជាច្រើនមកចូលរួមថ្មីបើព្រះអង្គទើបតែយើងត្រឡប់មកពីទីក្រុងប៉េកាំងដែលនៅទីនោះព្រះអង្គមកទទួលការព្យាបាលជំងឺព្រះអង្គជាអ្នកសម្ដែងម្នាក់មិនចេះនឿយហត់ក្នុងពិធីជប់លៀងពេលរាត្រីដោយច្រៀងក្នុងសម្លេងខ្ពស់ត្រដែតរបស់ព្រះអង្គក្នុងពេល4ម៉ោងជាមួយ8ភាសាខុសៗគ្នារដ្ឋាភិបាលបានប្រកាសបន់ចម្រើនប្រជជនទី70របស់ព្រះអង្គជាទិវាសម្រាប់សាធារណៈហើយកាសែតក្នុងស្រុកនាំគ្នាចុះផ្សាយព្រះឆាយាល័ក្ខណ៍របស់ព្រះអង្គរាប់រយសន្លឹកដងផ្លូវត្រូវបានរំលេចដោយពណ៌គ្រប់បែបយ៉ាងព្រះឆាយាល័ក្ខណ៍ធំៗជាច្រើនរបស់យុវវ័យសម្ដេចសីហនុជាមួយសក់ខ្មៅក្រាស់ដែលផ្ទុយគ្នាស្រឡះជាមួយនឹងបុរសវ័យចំណាស់មានសក់ស្កើស្ដើងលេចឡើងនៅគ្រប់ទីកន្លែងសម្ដេចសីហនុមានវ័យក្មេងម្ដងទៀតហើយអ្នកប្រកួតប្រកបដោយសក្តានុពលជាមួយព្រះអង្គគឺលោកហ៊ុនសែនដែលមកទល់នឹងពេលនោះមិនទាន់មានកម្រិតស័ក្តិសមនឹងព្រះអង្គនៅឡើយទេ
ប៉ុន្តែនាយករដ្ឋមន្ត្រីវ័យក្មេងម្នាក់នេះបានធ្វើការសិក្សារបៀបរបបរបស់សម្ដេចសីហនុយ៉ាងប្រុងប្រយ័ត្នហើយថ្វាយដល់ព្រះអង្គនៅសេចក្តីគោរពដែលព្រះអង្គទាមទារអ្នកការទូតក្នុងរដ្ឋធានីទំនងជាបានស្រុះមតិគ្នាលើកងសង្សុលយ៉ាងហោចណាស់នៅលើបញ្ហាមួយថាវានឹងមិនអាចទៅរួចទេក្នុងការកសាងប្រទេសឡើងវិញដោយគ្មានសម្ដេចសីហនុពីព្រោះព្រះអង្គជាមេដឹកនាំតែមួយគត់ដែលអាចធានាបាននូវការយល់រាក់ទាក់គ្នាមួយរវាងភាគីផ្សេងៗគ្នាមិនមានមនុស្សច្រើនអ្នកប៉ុន្មានទេដែលសប្បាយចិត្តជាមួយភាពប្រកបនិយមបែបនេះដោយសារវាមានន័យថាត្រូវតែទ្រាំតាមរបៀបក្រលិចរបស់ព្រះអង្គនិងទំនើមព្រះតីរាជវង្សបើទោះជាព្រះអង្គជាមនុស្សវប្បធម៌ម្នាក់ដែលមានសេចក្តីស្រឡាញ់ជ្រាលជ្រៅចំពោះប្រជាជនរបស់ព្រះអង្គសម្ដេចសីហនុមិនត្រូវបានគេយកចិត្តទុកដាក់ប៉ុន្មានទេឧទាហរណ៍មួយសប្តាហ៍មុនពិធីចម្រើនព្រះជន្មរបស់ព្រះអង្គសម្ដេចសីហនុដូរប្រតិយហើយមានព្រះបន្ទូលថាព្រះអង្គនឹងលែងឈរឈ្មោះធ្វើជាប្រធានាធិបតីទៀតហើយដោយធ្វើឲ្យវិនាសនៅការប្រួយផ្ដាំគំនិតជាអន្តរជាតិក្នុងការធ្វើឲ្យព្រះអង្គក្លាយជាប្រធានាធិបតីក្នុងដំណាក់កាលដ៏រសើបមួយបន្ទាប់ពីការបោះឆ្នោតខែឧសភាឆ្នាំ1993ព្រះអង្គមានព្រះបន្ទូលថាហេតុផលដែលធ្វើឲ្យព្រះអង្គដកថយវិញនោះគឺដោយសារតែព្រះអង្គត្រូវបានគេដាក់ឲ្យនៅក្រៅគំនិតប្រួយផ្ដាំមួយធ្វើឡើងដោយប្រទេសជប៉ុននិងថៃដើម្បីនាំពួកខ្មែរក្រហមចូលមកក្នុងដំណើរការសន្តិភាពវិញពិភពលោកត្រូវតែទ្រាំអត់ធន់ជាមួយរបៀបចិត្តសាវ៉ារបស់ព្រះអង្គជាច្រើនទៀតពេលដែលរដ្ឋមន្ត្រីការបរទេសបារាំងនិងឥណ្ឌូនេស៊ីនិយាយថាពួកគេមានចេតនាពិភាក្សាជាមួយសម្ដេចសីហនុនៅដើមខែវិច្ឆិកាដើម្បីរំលាយឧបសគ្គនានាដែលប្រឈមជាមួយនឹងដំណើរការសន្តិភាពព្រះអង្គយល់ព្រមក្រោមលក្ខខណ្ឌថាកិច្ចប្រជុំនេះត្រូវធ្វើនៅទីក្រុងប៉េកាំងដែលនៅទីនោះពិធីបុណ្យចម្រើនព្រះជន្មមួយត្រូវបានចាត់ចែងរៀបចំសម្រាប់ព្រះអង្គដោយមិត្តចិនរបស់ព្រះអង្គពិតដូចសម្ដីរបស់ព្រះអង្គមែនសម្ដេចសីហនុបានរក្សាខ្លួនព្រះអង្គនៅក្រៅនយោបាយពេលដែលការរៀបចំបោះឆ្នោតចាប់ផ្ដើមក្នុងខែមេសាឆ្នាំ1993ប៉ុន្តែព្រះនាមព្រះអង្គត្រូវបានអូសចូលក្នុងការបោះឆ្នោតដោយព្រះអង្គម្ចាស់រណរិទ្ធដែលប្រកាសនៅថ្ងៃទី6ខែមេសានៅការបង្កើតរណសិរ្សសីហនុមួយដែលមានសមាជិកពីបណ្ដាគណៈបកដែលមានគំនិតដូចគ្នាគណៈបកទាំងអស់ក្នុងរណសិរ្សមានឧត្តមគតិដូចគ្នាព្រះអង្គម្ចាស់រណរិទ្ធមានបន្ទូលតែព្រះអង្គមិនព្រមប្រាប់ឈ្មោះគណៈបកដែលនឹងសម្របសម្រួលយុទ្ធសាស្ត្រការបោះឆ្នោតរបស់ពួកគេទេគោលបំណងរបស់ព្រះអង្គម្ចាស់រណរិទ្ធក្នុងការបង្កើតរណសិរ្សជាសញ្ញាប្រាប់ឲ្យដឹងថាគណៈបករាជានិយមបានបាត់បង់នូវជំនឿក្នុងការយកជ័យជំនះក្នុងការបោះឆ្នោតដោយខ្លួនឯងហើយត្រូវតែបង្ខំចិត្តពឹងពាក់លើព្រះនាមសម្ដេចសីហនុតែព្រះអង្គម្ចាស់រណរិទ្ធបានច្រានចោលការចោទប្រកាន់បែបនេះខ្ញុំជឿថាយើងឈ្នះព្រះអង្គមានព្រះបន្ទូលក្នុងសម្លេងត្រហឹងអឹងអាប់ពីសំណាក់អ្នកគាំទ្រគណៈបកប្រុសស្រីរបស់ព្រះអង្គដែលពាក់មួកនិងអាវយឺតមានរូបសម្ដេចសីហនុប៉ុន្មានថ្ងៃក្រោយមកទៀតបណ្ឌិតឡុងបូរ៉ាដែលជាប្រធានគណៈបកកម្ពុជាសេរីឯករាជ្យប្រជាធិបតេយ្យទូចច្រមុះបានប្រាប់ពួកយើងថាព្រះអង្គម្ចាស់រណរិទ្ធបានសរសេរលិខិតមកកាន់គាត់កាលពីមួយសប្តាហ៍មុនដោយស្នើគាត់ធ្វើការប្រជែងក្នុងការបោះឆ្នោតក្រោមរណសិរ្សសីហនុនិយមរឿងសម្ងាត់របស់ព្រះអង្គម្ចាស់រណរិទ្ធត្រូវធ្លាយចេញក្រៅហើយប៉ុន្តែវាមិនទំនងជាថាការចូលរួមរបស់បណ្ឌិតឡុងបូរ៉ានឹងធ្វើឲ្យតុល្យភាពប៉ះទៅពួកនិយមសីហនុដែលគូបដិបកចម្បងរបស់ពួកគេគឺគណៈបកប្រជាជនកម្ពុជារបស់លោកហ៊ុនសែននោះទេសម្ដេចសីហនុបន្តទៅមកពីព្រះបរមរាជវាំងទៅកិច្ចប្រជុំឧត្តមក្រុមប្រឹក្សាជាតិដែលម្ដងប្រជុំម្ដងមិនប្រជុំហើយនៅពេលណាដែលឱកាសបង្ហាញខ្លួនព្រះអង្គហោះទៅទីក្រុងប៉េកាំងឬក្រុងប៉ារីសភ្លាមដោយគ្មានអំណាចអ្វីពិតប្រាកដនោះហើយដែលត្រូវជាប់ក្នុងខ្នោះច្រវាក់នៃអព្យាក្រឹតភាពដែលកិច្ចព្រមព្រៀងប៉ារីសបានដាក់ទៅលើព្រះអង្គសម្ដេចសីហនុស្ថិតក្នុងភាពមិនច្បាស់លាស់ហើយកំសាន្តព្រះទ័យរបស់ព្រះអង្គជាមួយនឹងការកាត់ខ្សែបូនិងថើបទារកបន្សល់ទុកឲ្យព្រះអង្គនៅពេលវេលាយ៉ាងច្រើនដើម្បីដើរតាមការងប់ងល់របស់ព្រះអង្គក្នុងការតែងចម្រៀងនិងធ្វើភាពយន្តកាលពីឆ្នាំ1967សម្ដេចសីហនុមានបន្ទូលថាក្នុងនាមជាពលរដ្ឋទី1របស់កម្ពុជាហើយដែលត្រូវបានជ្រើសតាំងដោយប្រជាជនរបស់ខ្ញុំដើម្បីថែរក្សាសប្បុរសវិសកម្មរបស់ប្រទេសខ្ញុំត្រូវតែមានអាជីពគ្រប់បែបយ៉ាងហេតុនេះខ្ញុំក្លាយជាអ្នកកាសែតនិងអ្នកបោះពុម្ពកាសែតនិងទស្សនាវដ្តីខ្ញុំក៏មានការចាប់អារម្មណ៍ក្នុងការអភិវឌ្ឍវិស័យភាពយន្តវិទ្យាដែលខ្ញុំក៏ជាប្រធានផងដែរព្រះអង្គបន្ថែមទៀតថាមិនត្រឹមតែព្រះបិតារបស់ខ្ញុំព្រះមហាក្សត្រជាតន្ត្រីករម្នាក់ដ៏ពូកែប៉ុណ្ណោះទេតែមាតារបស់ខ្ញុំព្រះមហាក្សត្រីយានីក៏នៅតែបន្តថែរក្សាការពារវិស័យនេតិសាស្ត្ររបស់របាំព្រះរាជទ្រព្យដែរពួកខ្មែរក្រហមបញ្ចប់វិស័យសិល្បៈផ្ចង់ផ្ដើមដោយរាជវង្សក្នុងអំឡុងពេលនៃការដឹកនាំបែបភេរវកម្មរបស់ពួកគេដោយចាប់ចងជាប្រព័ន្ធនៅពួកសិល្បករសិល្បការិនីហើយសម្រាប់ពួកគេចោលទៀតផងលោកប៉ែនយេតអនុរដ្ឋមន្ត្រីក្រសួងវប្បធម៌និយាយថាលើកលែងតែអ្នករាំរបាំខ្មែរបុរាណជាង10នាក់ប៉ុណ្ណោះក្រៅពីនេះសឹងតែទាំងអស់ត្រូវបានគេសម្លាប់ចោលសម្ដេចសីហនុផលិតភាពយន្តមិនគ្រាន់តែដើម្បីវិស័យភាពយន្តឬក៏ដើម្បីបញ្ចេញសិល្បៈក្នុងខ្លួនព្រះអង្គដែលតស៊ូចេញមុខឲ្យគេឃើញប៉ុណ្ណោះទេវាជាគោលបំណងមានការកណនាត្រឹមត្រូវដើម្បីប្រឆាំងតបនឹងការឃោសនាប្រឆាំងកម្ពុជាដែលព្រះអង្គមានអារម្មណ៍ថាពួកមហាអំណាចចក្រពត្តិនិយមបច្ចឹមប្រទេសកំពុងតែធ្វើ
ក្នុងភាពយន្តអប្សរាកុនដំបងបង្អស់ដែលព្រះអង្គផលិតចប់នៅឆ្នាំ1966ព្រះអង្គពរនាប្រទេសកម្ពុជាជាមួយរដ្ឋធានីស្រស់បំព្រងមួយជាមួយប្រព័ន្ធផ្លូវដ៏ឥតខ្ចោះកងទ័ពតូចមួយតែមានវិន័យហើយនឹងកងអាកាសចរមួយដែលគ្រប់គ្រាន់សម្រាប់ការការពារឯករាជ្យជាតិកុនមួយទៀតដែលព្រះអង្គដឹកនាំនោះគឺព្រៃប្រសិទ្ធិជាចំណុចកណ្ដាលនៃការចាប់អារម្មណ៍នៅឯមហោស្រពភាពយន្តអន្តរជាតិលើកទី5នៅទីក្រុងមូស្គូក្នុងឆ្នាំ1967សម្ដេចសីហនុមានបន្ទូលថាកាលនោះខ្ញុំកំពុងតែព្យាយាមបង្ហាញផ្ទាំងរូបភាពមួយខ្សែដើម្បីបង្ហាញនូវទស្សនវិជ្ជាជាភាពនិទានផ្សេងៗនៃកម្ពុជារបស់ខ្ញុំគំនិតធំបំផុតនៅពីក្រោយកុននេះគឺដើម្បីធ្វើឲ្យសិល្បៈប្រពៃណីទំនៀមទម្លាប់និងពិធីគោរពសាសនារបស់យើងឲ្យកាន់តែជ្រាបប្រសើរជាងនេះដល់បរទេសតាំងពីពេលដែលព្រះអង្គចាប់ផ្ដើមធ្វើកុននៅឆ្នាំ1957ព្រះអង្គដឹកនាំរឿងផលិតតែងបទភ្លេងហើយថែមទាំងដើរតួសំខាន់ជាញឹកញាប់ទៀតផង For Smile បាត់ One Soul និង The Little Prince ទទួលបានពានរង្វាន់2នៅឯទិវាមហោស្រពភាពយន្តនៅទីក្រុងម៉ាក់សីបុត្រារបស់ព្រះអង្គគឺព្រះអង្គម្ចាស់នរោត្តមសីហមុនីដើរតួអង្គសំខាន់ក្នុងរឿង The Little Prince ដែលថតនៅប្រាសាទអង្គរសម្ដេចសីហនុដើរតួខ្លួនឯងជាវីរៈជនបែបចិត្តនិយមក្នុងកុនប្រហែល20របស់ព្រះអង្គដែលគួរឲ្យចង់ធ្វើត្រាប់តាមដំណើរជីវិតរបស់ព្រះអង្គកុនទាំងនោះដែលថតជាមួយទស្សនៈដើម្បីឆ្លុះបញ្ចាំងខ្លួនព្រះអង្គជាអ្នកនយោបាយរសើបនិងយកចិត្តទុកដាក់ម្នាក់ត្រូវបានគេបញ្ចាំងជាទៀងទាត់ជូនភ្ញៀវឧត្តមឧត្តមរបស់ព្រះអង្គដែលមានសមាជិកជាអ្នកការទូតនិងមន្ត្រីអន្តៈក្រោយពីការយាងនិវត្តន៍របស់ព្រះអង្គមកពីទីក្រុងប៉េកាំងនាពាក់កណ្ដាលខែឧសភាឆ្នាំ1993មុននេះបន្តិចនៃការបោះឆ្នោតស្រាទំពាំងបាយជូរការទូតចាប់ផ្ដើមបើកគម្របជាមួយនឹងការទន្ទឹងទុកថាមិនយូរប៉ុន្មានព្រះអង្គនឹងអញ្ជើញប្រជាជនមកទស្សនាកុនរបស់ព្រះអង្គហើយបន្ទាប់មកទទួលទានកងតៃនិងអាហារពេលល្ងាចក្នុងព្រះបរមរាជវាំងមានពន្លឺស្រស់ស្អាតដែលពន្លឺពណ៌លឿងព្រឹមៗរបស់វាកុហកនៅការលោតត្រនិចនាឡិកាគ្រាប់បែកនយោបាយឧត្តមសេនីយ៍តូបារាំងលោក Robert Rideau អនុមេបញ្ជាការកងកម្លាំងអន្តៈតែងតែមានវត្តមានក្នុងចំណោមបញ្ជីអ្នកដែលត្រូវបានគេអញ្ជើញទៅកាន់ព្រះបរមរាជវាំងរបស់សម្ដេចសីហនុដើម្បីទស្សនាកុនរបស់ព្រះអង្គលោក Rideau ប្រាប់ពួកយើងថាមានពេលមួយនោះភ្ញៀវត្រូវបានគេបង្ហាញជូននូវភាពយន្តពីររឿងមួយស្ដីអំពីរបាំបុរាណកម្ពុជានិងមួយទៀតអំពីជីវិតរបស់លោកគឹមអ៊ីលសុងរបស់កូរ៉េខាងជើងជាមេដឹកនាំម្នាក់ដែលចិត្តទូលាយសប្បុរសរបស់គាត់ត្រូវបានសម្ដេចសីហនុពឹងពាក់សុំជំនួយសម្ភារៈដើម្បីរក្សារបៀបរបបជីវិតរស់នៅរបស់ព្រះអង្គលោក Rideau និយាយថាខ្ញុំពេញចិត្តនឹងកុនរបាំបុរាណកម្ពុជាដែរជាពិសេសពេលដែលមានសម្ដេចសីហនុពន្យល់កុនដោយខ្លួនឯងតែខ្ញុំមិនចូលចិត្តកុនឃោសនាស្ដីពីកូរ៉េខាងជើងនោះទេសម្ដេចសីហនុនិងព្រះអង្គម្ចាស់រណរិទ្ធមានលោកគឹមអ៊ីលសុងជាអ្នកគ្រប់គ្រងវិទ្យុយុទ្ធនាការឃោសនាបោះឆ្នោតរបស់ព្រះអង្គម្ចាស់រណរិទ្ធផ្សាយដំណឹងល្អថាកូរ៉េខាងជើងនឹងទទួលស្គាល់រដ្ឋាភិបាលអនាគតរបស់ព្រះអង្គបើសិនជាព្រះអង្គចូលកាន់អំណាចអ្នកការទូតម្នាក់ពណ៌នាភាពជិតស្និទ្ធរបស់វងត្រកូលនរោត្តមជាមួយកូរ៉េខាងជើងថាជាសម្ព័ន្ធភាពរបស់ពួកកុម្មុយនីសចាស់ៗពួកគេនៅតែនិយាយថាសម្ដេចសីហនុដែលម្ដងនោះជាសម្ព័ន្ធមិត្តរបស់វៀតណាមកុម្មុយនីសនិងខ្មែរក្រហមម៉ៅនិយមមានបេះដូងជាជនកុម្មុយនីសក្រោយពីលោកគឹមអ៊ីលសុងស្លាប់ទៅនៅឆ្នាំ1994ព្រះអង្គម្ចាស់រណរិទ្ធប្រសិទ្ធនាមផ្លូវមួយនៅរាជធានីក្រោមឈ្មោះមេដឹកនាំកូរ៉េខាងជើងដែលត្រូវបានកំហិតដោយកិច្ចព្រមព្រៀងក្រុងប៉ារីសដែលតម្រូវឲ្យព្រះអង្គនៅជាអព្យាក្រឹតផ្នែកនយោបាយសម្ដេចសីហនុដំកើងខ្លួនផុតពីការប្រឡូកក្នុងនយោបាយហើយជាថ្មីម្ដងទៀតងាកទៅផលិតភាពយន្តដើម្បីកាច់តម្រង់មតិនានាភាពយន្តមួយខ្សែក្រោមចំណងជើងថា See Angkor and Die ដែលថតដោយផ្នែកនៅខេត្តសៀមរាបនិងអង្គរវត្តក្នុងឆ្នាំ1994ជារឿងពាក់កណ្ដាលស្វ័យជីវប្រវត្តិហើយរៀបរាប់អំពីភាគច្រើននៃបទពិសោធន៍របស់សម្ដេចសីហនុផ្ទាល់កុននោះឆ្លុះបញ្ចាំងតួឯកអគ្គរដ្ឋទូតកម្ពុជាពីររូបលោករ៉ូឡង់អេងនិងលោកត្រឹងម៉ាលីតួផ្សេងទៀតសម្ដែងដោយជំនួយការសម្ដេចសីហនុដូចជាលោកស៊ីណាថាន់និងសិល្បករមុំកានីកាសនចរិយានិងម៉ៃម៉ឺនជនកម្ពុជាមួយក្រុមផលិតកំណែលើឆាកនៃភាពយន្តនោះលោករ៉ូឡង់ធ្វើអត្ថាធិប្បាយថាជាសិល្បករមានការពិបាកខ្លាំងណាស់ដើម្បីយល់នៅអ្វីដែលសម្ដេចសីហនុជាអ្នកដឹកនាំរឿងមានក្នុងគំនិតរបស់ព្រះអង្គតាមមើលទៅវាដូចជាថាមានពេលខ្លះសម្ដេចសីហនុទុកឲ្យសិល្បករទាយតើការសម្ដែងបែបណាដែលព្រះអង្គចង់បានពីពួកគេនោះការកំសាន្តក្នុងរដ្ឋធានីមិនដែលស្ងប់ទេមិនថាការអភិវឌ្ឍសេដ្ឋកិច្ចនៅឆ្ងាយស្រវាចាប់មិនទាន់បាននៅឡើយក៏ដោយជាអ្នកផ្លុំសាក់សូហ្វូនម្នាក់សម្ដេចសីហនុធ្លាប់លេងតទល់គ្នាជាមួយស្ដេចភូមិបុលអាដូឡាតេជនៃប្រទេសថៃឥឡូវនេះសម្ដេចសីហនុផ្លុំតង់មួយផ្សេងទៅវិញសម្ដេចសីហនុចង់បានអំណោយហើយវាទំនងជាថាមនុស្សមានឥទ្ធិពលជាច្រើនអ្នកចង់ឲ្យព្រះអង្គមានអំណាចនោះលោកហ៊ុនសែនចង់ឲ្យព្រះអង្គឈរឈ្មោះក្នុងការបោះឆ្នោតរើសប្រធានាធិបតីដូចគ្នានឹងប្រធានអ៊ុនតាក់លោកយ៉ាសូស្គីអាកាស៊ីដែរបន្ទាប់ពីមានជំនួបមួយបិទទ្វារជាមួយសម្ដេចសីហនុក្នុងថ្ងៃទី22ឧសភាឆ្នាំ1993លោកអាកាស៊ីនិយាយថាគ្មានមន្ទិលសង្ស័យអីទៀតទេថា
ព្រះអង្គនឹងដើរតួនាទីយ៉ាងសំខាន់មែនទែនព្រះអង្គម្ចាស់រណរិទ្ធមានបន្ទូលច្រើនជាងនេះទៀតបន្ទាប់ពីបោះឆ្នោតនៅថ្ងៃទី23ឧសភានៅភ្នំពេញរួចមកព្រះអង្គមានបន្ទូលថាព្រះបិតារបស់ខ្ញុំនឹងត្រូវទទួលបានអំណាចរដ្ឋយ៉ាងពេញលេញព្រះអង្គនឹងមិននៅគ្រាន់តែជាប្រធានមានតែឈ្មោះនោះទេព្រះអង្គនឹងដឹកនាំគ្រប់គ្រងប្រទេសពិតប្រាកដមែនប៉ុន្មានថ្ងៃក្រោយមកទៀតព្រះអង្គម្ចាស់រណរិទ្ធនឹងធ្វើឲ្យគោលបំណងរបស់បិតាព្រះអង្គក្នុងការកាន់យកអំណាចធ្លាក់ក្នុងកន្លងវិញក្នុងអាកប្បកិរិយាដោយគេទន្ទឹងទុកជាមុនសម្ដេចសីហនុបន្តសរសេរលិខិតទៅជំវិញពិភពលោកហើយបញ្ចេញសេចក្តីថ្លែងការណ៍ប្រចាំថ្ងៃដល់បណ្ដាញសារព័ត៌មានពីរដ្ឋធានីទាំង3ដែលស្ថិតក្នុងកាលវិភាគអចិន្ត្រៃយ៍របស់ព្រះអង្គក្រុងប៉េកាំងព្យុងយ៉ាងនិងភ្នំពេញសេចក្តីថ្លែងការណ៍មួយដែលព្រះអង្គចេញពីទីក្រុងប៉េកាំងចុះថ្ងៃទី8ខែកុម្ភៈឆ្នាំ1993លាតត្រដាងនឹងការឆ្លុះអំណាចថ្មីមួយទៀតព្រះអង្គមានព្រះបន្ទូលថាព្រះអង្គនឹងឈរឈ្មោះធ្វើជាប្រធានាធិបតីបើសិនជាតំណែងនេះមានអំណាចដូចគ្នានឹងអំណាចរបស់ប្រធានាធិបតីអាមេរិកសម្ដេចសីហនុមានបន្ទូលថាដោយសារតែស្ថានភាពធ្ងន់ធ្ងរក្នុងប្រទេសរបស់ខ្ញុំវាមានសារៈសំខាន់ណាស់ថាប្រធានាធិបតីនៃកម្ពុជាត្រូវមានអំណាចដូចគ្នានិងអំណាចរបស់ប្រធានាធិបតីរបស់សហរដ្ឋអាមេរិកដែរប៉ុន្មានថ្ងៃមុនការយាងមកដល់ទីក្រុងភ្នំពេញរបស់ព្រះអង្គក្នុងថ្ងៃទី9កុម្ភៈព្រះអង្គបញ្ជាក់ច្បាស់ថាព្រះអង្គគ្មានចេតនារំលែកអំណាចជាមួយនាយករដ្ឋមន្ត្រីណាម្នាក់ទេដើម្បីសម្រាលការភ័យខ្លាចថាព្រះអង្គនឹងក្លាយជាជនផ្ដាច់ការខ្មៅងងឹតម្នាក់ទៀតនោះព្រះអង្គបន្ថែមទៀតថាពិតណាស់ជាមួយនឹងប្រធានាធិបតីវានឹងមានសភាឬក៏រដ្ឋសភាជាតិមួយមានភាពច្រាស់ច្រាលក្នុងជួរគណៈបកប្រជាជនកម្ពុជានិងហ៊ុនស៊ីពេចដែលទាំងពីរអ្នកខ្លាចថាសម្ដេចសីហនុនឹងរុញពួកគេទៅក្នុងជួរកៅអីសភាមិនមែនសមាជិករដ្ឋាភិបាលកាលនោះគ្មានការមន្ទិលសង្ស័យទេថាបើសិនជាសម្ដេចសីហនុឈរឈ្មោះជាប្រធានាធិបតីមែនព្រះអង្គនឹងឈ្នះដោយមិនបាច់ប្រឹងប្រៀបបានដូចជាសេះលេងដៃមិនយូរប៉ុន្មានព្រះអង្គដូរប្រតិយម្ដងទៀតព្រះអង្គមិនចង់ខ្លាចជាប្រធានាធិបតីមានអំណាចទាំងស្រុងដោយរបៀបអាមេរិកទេហើយជ្រើសរើសនៅដើរតួជាឪពុកជាមួយអំណាចនីតិប្រតិបត្តិខ្លះៗដោយប្រធានាធិបតីបារាំងដូចគ្នានឹងមនុស្សឋានៈខ្ពស់ដែលចូលនិវត្តន៍មួយចំនួនដែរសម្ដេចសីហនុម្ដងម្កាលមានបន្ទូលបញ្ឆិតបញ្ឈៀងដាក់គណៈបកនយោបាយសំខាន់4ព្រះអង្គស្ដីបន្ទោសពួកគេក្នុងការប្រព្រឹត្តកំហុសហើយក្នុងពេលជាមួយគ្នានេះបន្តពង្រឹងចំហរបស់ព្រះអង្គពេលដែលព្រះអង្គត្រៀមខ្លួនធ្វើជាប្រធានាធិបតីសម្ដេចសីហនុត្រូវបានគេតិទៀនថាបានចំណាយពេលភាគច្រើននៃពេលវេលារបស់ព្រះអង្គនៅក្រៅប្រទេសនៅប៉េកាំងនិងក្រុងព្យុងយ៉ាងដែលនៅទីនោះព្រះអង្គត្រូវបានរដ្ឋាភិបាលប្រទេសទាំងនោះផ្ដល់ទីលំនៅក្រុងប៉េកាំងក៏បានផ្គត់ផ្គង់ព្រះអង្គជាអាហារូបករណ៍ក្រាស់ក្រែលប្រចាំឆ្នាំហើយក្រុងព្យុងយ៉ាងអនុញ្ញាតថ្វាយព្រះអង្គប្រើប្រាស់យន្តហោះនិងក្រុមអង្គរៈកូរ៉េខាងជើងមួយក្រុមដែលសម្ដេចសីហនុដាក់ប្រទេសទុកចិត្តជាងជនរួមជាតិកម្ពុជារបស់ព្រះអង្គទៅទៀតព្រះអនុជមេដាទីតីរបស់សម្ដេចសីហនុព្រះអង្គម្ចាស់នរោត្តមសិរីវុឌ្ឍសម្ដែងការឥតលាក់លៀមនៅពេលដែលយើងសួរព្រះអង្គថាហេតុអ្វីបានជាសម្ដេចសីហនុចំណាយពេលវេលាភាគច្រើនរបស់ព្រះអង្គនៅប្រទេសចិននិងកូរ៉េខាងជើងដូច្នេះព្រះអង្គម្ចាស់សិរីវុឌ្ឍមានបន្ទូលថាព្រះអង្គមានទំនាក់ទំនងពិសេសជាមួយប្រទេសចិនព្រះអង្គត្រូវបានទទួលស្វាគមន៍ពីសំណាក់ប្រទេសចិនតាំងពីឆ្នាំ1970ម្លេះពួកគេមិនយកលុយពីព្រះអង្គទេពួកគេផ្ដល់នូវបដិសណ្ឋារកិច្ចសហរដ្ឋអាមេរិកបានបដិសេធទទួលព្រះអង្គក្រោយពីព្រះអង្គត្រូវបានទម្លាក់ពីតំណែងក្នុងរដ្ឋប្រហារឆ្នាំ1970ប្រទេសបារាំងបានស្នើព្រះអង្គឲ្យយាងមកកាន់ប្រទេសពួកគេតែសូមឲ្យព្រះអង្គអត់ធ្មត់កុំប្រឡូកក្នុងសកម្មភាពនយោបាយក្នុងប្រទេសរបស់គេប៉ុន្តែប្រទេសចិនស្វាគមន៍ព្រះអង្គសម្ដេចសីហនុត្រូវទទួលស្វាគមន៍ពីសំណាក់កូរ៉េខាងជើងពីព្រោះយើងគ្រប់គ្រងកូរ៉េខាងជើងនៅពេលដែលឧបទ្វីបកូរ៉េត្រូវបានគេពុះចែកជាពីរជាអកុសលសម្ដេចសីហនុជាជនកម្ពុជាមួយរូបគត់ដែលមានលក្ខណៈសម្បត្តិអាចបង្រួបបង្រួមឯកភាពក្នុងចំណោមភាគីចំនួនហើយលើសពីនេះតំណែងរបស់ព្រះអង្គជាប្រធានឧត្តមក្រុមប្រឹក្សាជាតិជាបេសកកម្មមួយដែលគេចមិនផុតពីការបរាជ័យនៅពាក់កណ្ដាលខែឧសភាឆ្នាំ1993ពេលដែលគណៈបកទាំងអស់ចាប់ផ្ដើមយុទ្ធនាការឃោសនាសម្ដេចសីហនុស្ថិតនៅឆ្ងាយជាថ្មីម្ដងទៀតនៅឯទីក្រុងប៉េកាំងដែលពីទីនោះមកព្រះអង្គតាមមើលព្រឹត្តិការណ៍នៅផ្ទះឯណោះហើយបន្តិចក្រោយមកក៏នឹងលេងនយោបាយឆ្នាំឆ្លងថ្មីមួយទៀតមួយផ្នែកនៃហេតុផលដែលសម្ដេចសីហនុដូរប្រទេសញឹកញាប់ដូច្នេះគឺក៏ព្រោះតែព្រះអង្គត្រូវបានហុំព័ទ្ធដោយសត្រូវហើយដើម្បីរស់រានដោយខ្លួនឯងបានព្រះអង្គទុកឲ្យពួកសត្រូវទាយថាតើអ្វីដែលជាចេតនារបស់ព្រះអង្គពិតប្រាកដកិច្ចព្រមព្រៀងសន្តិភាពផលិតនៅការបោះឆ្នោតមួយនៅតាមការិយាល័យគណៈបកទូទាំងក្រុងភ្នំពេញពួកយុទ្ធសាស្ត្រកំពុងតែស្ទាបស្ទង់មើលការផ្សំអំណាចរបស់ពួកគេជាមួយគណៈបកហ៊ុនស៊ិពេចនាំមុខក្នុងការរាប់សន្លឹកឆ្នោតសមាជិកភាពជួរគណៈរដ្ឋមន្ត្រីមួយគឺដូច្នេះនាយករដ្ឋមន្ត្រីព្រះអង្គម្ចាស់រណរិទ្ធនិងឧបនាយករដ្ឋមន្ត្រីលោកហ៊ុនសែនសេណារីយ៉ូមួយនេះហាក់ដូចជាទំនងជាងគេក្នុងករណីដែលហ៊ុនស៊ិពេចរត់មុខក្នុងការរាប់សន្លឹកឆ្នោតសេណារីយ៉ូដែលអាចមានមួយទៀតគឺអធិរាជសីហនុប្រធានាធិបតីរណរិទ្ធនិងហ៊ុនសែននាយករដ្ឋមន្ត្រីរូបមន្តនេះមានអ្វីគ្រប់យ៉ាងដើម្បីធ្វើឲ្យម្នាក់សប្បាយចិត្តនៅមានសេណារីយ៉ូទី3ទៀតប្រធានាធិបតីនិងនាយករដ្ឋមន្ត្រីគឺសម្ដេចសីហនុនិងឧបនាយករដ្ឋមន្ត្រីគឺព្រះអង្គម្ចាស់រណរិទ្ធ
និងលោកហ៊ុនសែនសម្ដេចសីហនុនឹងប្រហែលជាសប្បាយរីករាយទាំងក្នុងការកាន់តំណែងជាប្រមុខរដ្ឋនិងប្រមុខរដ្ឋាភិបាលប៉ុន្តែព្រះអង្គម្ចាស់រណរិទ្ធនិងលោកហ៊ុនសែនមិនទំនងនឹងទទួលយកការចាត់ចែងមិនត្រឹមត្រូវលើគោកបែបនេះទេក្នុងដើមខែមិថុនាសម្ដេចសីហនុបើកផែនការរបស់ព្រះអង្គតាំងពីមុនលទ្ធផលបោះឆ្នោតត្រូវបានគេប្រកាសបញ្ចប់ទៅទៀតអ្វីបើព្រះអង្គនៅឯទីក្រុងប៉េកាំងឯនោះក្តីព្រះអង្គចាត់ប្រតិបត្តិការដោយប្រើឧបករណ៍បញ្ជាចលនាដើម្បីធ្វើឲ្យសម្ដេចសីហនុឲ្យទៅជានាយករដ្ឋមន្ត្រីចាប់ផ្ដើមនៅពេលដែលលោកជាស៊ីមប្រធានគណៈបកប្រជាជនកម្ពុជាស្នើថាព្រះអង្គម្ចាស់រណរិទ្ធនិងលោកហ៊ុនសែនធ្វើជាឧបនាយករដ្ឋមន្ត្រីរបស់សម្ដេចសីហនុក្នុងរយៈពេលប៉ុន្មានថ្ងៃមកទៀតជោគជ័យរបស់ហ៊ុនស៊ិពេចត្រូវបានគេប្រកាសគណៈបករាជានិយមដែលបង្កើតឡើងដោយសម្ដេចសីហនុដើម្បីវាយទាហានវៀតណាមយកឈ្នះលើគណៈបករបស់លោកហ៊ុនសែនទាំងប្រផិតប្រផើយតែវានៅតែជាជ័យជំនះហើយក៏នឹងជាថ្ងៃដ៏អស្ចារ្យសម្រាប់សម្ដេចសីហនុគណៈបកដែលបានប្រយុទ្ធក្នុងការបោះឆ្នោតលើកម្មវិធីនយោបាយសីហនុនិយមសម្រាប់បានជោគជ័យហើយវាច្បាស់ណាស់ថាគណៈបកហ៊ុនស៊ិពេចឈ្នះក៏ដោយសារតែការអំពាវនាវមានប្រជាប្រិយភាពរបស់សម្ដេចសីហនុដែលឈ្មោះនេះព្រះអង្គម្ចាស់រណរិទ្ធប្រើដោយឥតអៀនខ្មាស់ក្នុងអំឡុងយុទ្ធនាការឃោសនាអាណិចម្ដាយទីតេរបស់សម្ដេចសីហនុព្រះអង្គម្ចាស់នរោត្តមសេរីវុឌ្ឍប្រាប់ពួកយើងមុនការបោះឆ្នោតថាយើងនឹងឈ្នះយើងជាគណៈបករាជានិយមនៅថ្ងៃទី3មិថុនាឆ្នាំ1993ព្រឹត្តិការណ៍ចម្លែកជាច្រើនបានលាតត្រដាងច្បាស់ឡើងសម្ដេចសីហនុបានធ្វើរាជវាំងប្រហារមួយតាំងពីមុនសន្លឹកឆ្នោតត្រូវបានគេរាប់ចាប់ម្លេះព្រះអង្គចេញសេចក្តីថ្លែងការណ៍មួយដែលមានបន្ទូលថាព្រះអង្គកំពុងតែបង្កើតរដ្ឋាភិបាលបណ្ដោះអាសន្នមួយដែលមានព្រះអង្គជានាយករដ្ឋមន្ត្រីប៉ុន្មានម៉ោងក្រោយមកទៀតគណៈបកលោកហ៊ុនសែនចេញសេចក្តីថ្លែងការណ៍គាំទ្រសម្ដេចសីហនុជាលទ្ធផលសម្ដេចសីហនុបានធ្វើរដ្ឋប្រហារមួយប្រឆាំងព្រះអង្គម្ចាស់រណរិទ្ធដែលបដិសេធចំពោះព្រះអង្គនៅកាលានុវត្តភាពទី1ក្នុងការបង្កើតរដ្ឋាភិបាលមួយក្នុងឋានៈជាគណៈបកឈ្នះឆ្នោតចំពោះថ្មីមួយទៀតក្នុងប្រវត្តិសាស្ត្រកម្ពុជាត្រូវបានគេសរសេរនេះល្ងាចនោះសម្ដេចសីហនុតែងតាំងព្រះអង្គឯងជានាយករដ្ឋមន្ត្រីនិងជាអគ្គមេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធហើយចាត់តាំងព្រះអង្គម្ចាស់រណរិទ្ធនិងលោកហ៊ុនសែនជាឧបនាយករដ្ឋមន្ត្រីរបស់ព្រះអង្គការតែងតាំងចូលជាធរមានភ្លាមមួយរំពេចបញ្ហានៅត្រង់ថាព្រះអង្គម្ចាស់រណរិទ្ធមិនត្រូវបានទទួលការពិគ្រោះយោបល់ជាមុនទេការចាត់ប្រកាន់គួរឲ្យឈឺចាប់ជាច្រើនបានវល់វល់សរសើរពេញរដ្ឋធានីថាសម្ដេចសីហនុធ្វើធម្មនុញ្ញប្រហារជាមួយនឹងជំនួយពីគណៈបកប្រជាជនដែលចង់ប្រជែងដេញជើងជាមួយព្រះអង្គម្ចាស់រណរិទ្ធតាមគ្រប់មធ្យោបាយគណៈបកប្រជាជនកម្ពុជារកឃើញក្នុងសម្ដេចសីហនុនៅបរិះតែម្នាក់គត់ដែលមានលទ្ធភាពនិងចេតនាជ្រាបស្លាប់របស់ព្រះអង្គម្ចាស់រណរិទ្ធសេចក្តីថ្លែងការណ៍ប្រញាប់ប្រញាល់ពីរចេញដោយសម្ដេចសីហនុនិងគណៈបកប្រជាជនកម្ពុជាក្នុងពេលល្ងាចបានប្រកាសថារដ្ឋាភិបាលចម្រុះមានឈ្មោះថារដ្ឋាភិបាលជាតិកម្ពុជានឹងកាន់អំណាចក្នុងរយៈពេល3ខែទម្រាំរដ្ឋសភាជាតិអនុម័តបានរដ្ឋធម្មនុញ្ញថ្មីមួយនិងរដ្ឋាភិបាលថ្មីមួយត្រូវបានបង្កើតមន្ត្រីព្រះបរមរាជវាំងនិយាយថាសម្ដេចសីហនុមានការជឿជាក់ក្នុងចិត្តចំពោះការគ្រប់គ្រងព្រះអង្គម្ចាស់រណរិទ្ធសេចក្តីប្រកាសមួយរបស់គណៈបកប្រជាជននិយាយថាគណៈបកប្រជាជនសូមអំពាវនាវដល់ជនរួមជាតិទាំងអស់មន្ត្រីរដ្ឋការសាធារណៈនិងគ្រប់ជាន់ថ្នាក់នៃកងកម្លាំងប្រដាប់អាវុធឲ្យរក្សាភាពស្ងប់ស្ងៀមសូមសប្បាយចិត្តនិងមានសុតិធិនិយមចំពោះរដ្ឋាភិបាលជាតិកម្ពុជាក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចឪយើងគឺព្រះបាទនរោត្តមសីហនុជាធរមានចាប់ពីល្ងាចនោះមកលោកហ៊ុនសែនបានចុះចេញពីតំណែងនាយករដ្ឋមន្ត្រីរបស់ប្រទេសដែលគាត់បានដឹកនាំគ្មានឈប់ចាប់តាំងពីពេលដែលគាត់ត្រូវបានគេតែងតាំងនៅឆ្នាំ1985ហើយរដ្ឋាភិបាលរដ្ឋកម្ពុជារបស់គាត់ដែលបន្ទាប់នៅឆ្នាំ1979ជាមួយជំនួយរបស់ពួកវៀតណាមក៏ត្រូវបានរំលាយចោលដែរលោកសុកអានដែលជានាយកអគ្គតការឡៃគណៈបកប្រជាជនកម្ពុជានិយាយក្នុងសម្លេងញញថាបាទវាមែនរដ្ឋកម្ពុជាត្រូវបានរំលាយចោលហើយលោកហ៊ុនសែនទទួលយកសេចក្តីសម្រេចចិត្តរបស់សម្ដេចសីហនុហើយចុះចេញពីតំណែងនាយករដ្ឋមន្ត្រីតែនៅមានសំណួរជាច្រើនដែលមិនទាន់មានគេឆ្លើយរួចតើអ្វីដែលជារឿងនៅពីក្នុងការប៉ុនប៉ងដោយសម្ដេចសីហនុក្នុងការដណ្ដើមយកអំណាចនេះតើលោកហ៊ុនសែនតូចចិត្តនឹងការចុះចេញពីតំណែងទេលោកហ៊ុនសែននិយាយថាលោកជាស៊ីមនិងខ្ញុំមានសវនាការមួយជាមួយសម្ដេចសីហនុដើម្បីអង្វរព្រះអង្គឲ្យបង្កើតរដ្ឋាភិបាលបណ្ដោះអាសន្នមួយភ្លាមដើម្បីសង្គ្រោះស្ថានភាពខ្ញុំគ្មានហេតុផលអ្វីនឹងតូចចិត្តចំពោះការចុះចេញពីតំណែងទេព្រោះខ្ញុំបានលើកសំណើនោះខ្ញុំបញ្ជូនសេចក្តីប្រកាសនៃការបង្កើតរដ្ឋាភិបាលថ្មីមួយទៅឲ្យវិទ្យុនិងទូរទស្សន៍ធ្វើការផ្សព្វផ្សាយនេះល្ងាចនោះយើងធ្វើការសាកសួរអ្នកនាំពាក្យរដ្ឋកម្ពុជាលោកខៀវកញ្ញរិទ្ធដែលជាអតីតនាយកនិពន្ធកាសែតគ្រប់គ្រងដោយរដ្ឋឈ្មោះកាសែតកម្ពុជាថាតើលោកហ៊ុនសែនមានការតូចចិត្តនឹងការចុះចេញពីតំណែងជានាយករដ្ឋមន្ត្រីឬអត់លោកខៀវកញ្ញរិទ្ធនិយាយថាលោកហ៊ុនសែនសប្បាយចិត្តវាគ្មានការប៉ះទង្គិចក្រោយពីលទ្ធផលនៃការបោះឆ្នោតត្រូវបានគេប្រកាសលោកកញ្ញរិទ្ធបន្សល់ទុកសំណួរដែលគ្មានចម្លើយដដែលរដ្ឋាភិបាលជាតិកម្ពុជាត្រូវបានគេបង្កើតក្រោយ3ថ្ងៃនៃការជជែកដ៏សម្ងាត់រវាងសម្ដេចសីហនុនិងលោកជាស៊ីមបញ្ចប់នៅថ្ងៃទី3មិថុនានៅព្រះបរមរាជវាំងលោកសុកអាននិយាយថាការចរចាប្រព្រឹត្តទៅបានដោយល្អគ្មានការខ្វែងគំនិតទេគួរឲ្យចង់ដឹងព្រះអង្គម្ចាស់រណរិទ្ធ
ដែលកំពុងធ្វើទស្សនកិច្ចនៅខេត្តបន្ទាយមានជ័យមិនត្រូវបានគេជម្រាបឲ្យដឹងអំពីកិច្ចប្រជុំនោះទេវាច្បាស់ក្រឡែតណាស់ហើយថាដំណោះស្រាយមួយត្រូវគេសម្រេចខាងក្រោយឆាករួចហើយនាយរាត្រីនោះលោកសំរងស៊ីផ្កាយកំពុងតែរះមួយគ្រាប់ក្នុងគណៈបកហ៊ុនស៊ិពេចប្រាប់ពួកយើងថាគាត់មានការភ្ញាក់ផ្អើលទាំងស្រុងតែម្ដងចំពោះការបង្កើតរដ្ឋាភិបាលនេះថ្ងៃទី3មិថុនាសម្ដេចសីហនុមានបន្ទូលជាមួយព្រះអង្គម្ចាស់រណរិទ្ធតាមទូរស័ព្ទហើយព្យាយាមបញ្ចុះបញ្ចូលព្រះអង្គឲ្យចូលរួមក្នុងរដ្ឋាភិបាលតែព្រះអង្គម្ចាស់រណរិទ្ធមិនទាន់យល់ស្របទេសម្ដេចសីហនុពិបាកក្នុងប្រទេសពេញមួយយប់មិនបានផ្ទុំបន្ទាប់ពីទ្រង់ជ្រាបថាព្រះអង្គម្ចាស់រណរិទ្ធនឹងមិនចូលរួមក្នុងរដ្ឋាភិបាលរបស់ព្រះអង្គក្នុងឋានៈជានាយករដ្ឋមន្ត្រីទេប៉ុន្តែសម្ដេចសីហនុជឿជាក់ក្នុងប្រទេសថាព្រះអង្គម្ចាស់រណរិទ្ធនឹងយល់ព្រមជាយថាហេតុជាមិនខានព្រះអង្គមានអារម្មណ៍ថាបុត្រារបស់ព្រះអង្គនឹងមិនមានការជំទាស់ចំពោះព្រះអង្គខ្លាចជានាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលបណ្ដោះអាសន្នពីព្រោះយ៉ាងណាក៏ដោយក៏គណៈបរិជានិយមបានឈ្នះការបោះឆ្នោតដោយសារកម្លាំងនៃព្រះនាមរបស់សម្ដេចសីហនុដែរការសម្លឹងមើលចរិតរបស់បុត្រាព្រះអង្គនិងមេដឹកនាំកម្ពុជារបស់ហ៊ុនស៊ិពេចតួយ៉ាងលោកសំរងស៊ីគឺខុសស្រឡះតាមរយៈការផ្ដោតឲ្យលោកហ៊ុនសែននៅស្ថានភាពសមត្ថភាពមួយក្នុងរដ្ឋាភិបាលជាមួយគូប្រជែងរបស់គាត់គឺព្រះអង្គម្ចាស់រណរិទ្ធសម្ដេចសីហនុទទួលបានការប្រកាសនិយមនយោបាយមួយថាដរាបណាកងទ័ពនិងរដ្ឋបាលស៊ីវិលស្ថិតក្រោមការគ្រប់គ្រងរបស់គណៈបកប្រជាជនកម្ពុជាបកនេះត្រូវតែទទួលបានតួនាទីសំខាន់មួយក្នុងរដ្ឋាភិបាលសម្ដេចសីហនុជឿថាការបង្កើតរដ្ឋាភិបាលជាតិបានពន្លត់នៅស្ថានភាពប្រកបដោយសក្តានុពលផ្ទុះមួយដែលអាចនឹងចេញជាលទ្ធផលលោកហ៊ុនសែនបដិសេធមិនប្រគល់អំណាចហើយធ្វើរដ្ឋប្រហារប្រឆាំងរដ្ឋាភិបាលហ៊ុនស៊ិពេចសម្រាប់សម្ដេចសីហនុជាតំណែងប្រតិបត្តិលើកដំបូងដែលព្រះអង្គកាន់ចាប់តាំងពីពេលដែលព្រះអង្គត្រូវបានគេដកចេញក្នុងរដ្ឋប្រហារឆ្នាំ1970វាជាមុខតំណែងរយៈពេលខ្លីមួយមានការជឿជាទូទៅថាគណៈបកប្រជាជនកម្ពុជាបានគម្រាមធ្វើសង្គ្រាមប្រសិនបើគណៈបកនេះមិនបានរំលែកអំណាចស្មើគ្នាជាមួយគណៈបកហ៊ុនស៊ិពេចតើពិតទេថាលោកហ៊ុនសែនឬមួយក៏មេដឹកនាំគណៈបកប្រជាជនកម្ពុជាបានធ្លាយការប្រមានបែបនេះមែននោះលោកហ៊ុនសែននិយាយថាវាមិនពិតទេវាជាការមួលបង្កាច់ទាំងស្រុងតាមពិតគណៈបកហ៊ុនស៊ិពេចមានតែ50ទៅអីតែប៉ុណ្ណោះក្នុងចំណោមសមាជិករដ្ឋសភាជាតិ120នាក់ដែលក្នុងនោះសម្លេងភាគច្រើនអបបរិមា2ភាគ3ឬក៏80សម្លេងជាសេចក្តីត្រូវការចាំបាច់ដើម្បីអនុម័តរដ្ឋធម្មនុញ្ញថ្មីមួយដូច្នេះតើពួកគេអាចធ្វើអ្វីកើតនៅពេលនោះបើសិនជាគណៈបកប្រជាជនកម្ពុជាជំទាស់ការបង្កើតរដ្ឋាភិបាលបណ្ដោះអាសន្នហើយមិនអនុម័តរដ្ឋធម្មនុញ្ញវាសំញាំគ្រប់គ្រាន់ណាស់ទៅហើយនឹងនិយាយថាវាជាបរាជ័យរបស់អ៊ុនតាក់ដែលមានន័យថាអង្គការសហប្រជាជាតិនឹងត្រូវចំណាយលុយថែមទៀតហើយរដ្ឋាភិបាលរដ្ឋកម្ពុជាដែលដឹកនាំដោយលោកហ៊ុនសែននឹងត្រូវបន្តកាន់អំណាចតទៅទៀតដូច្នេះពួកគេគួរតែមើលឃើញចេតនាល្អរបស់គណៈបកប្រជាជនកម្ពុជាផងនៅថ្ងៃទី4មិថុនារដ្ឋាភិបាលបណ្ដោះអាសន្នដែលបង្កើតដោយប្រញាប់ប្រញាល់របស់សម្ដេចសីហនុដួលបន្ទាប់ពីកាន់អំណាចមិនបានមួយថ្ងៃផងរដ្ឋាភិបាលនោះត្រូវបានបាញ់បំបែកជាដុំដោយព្រះអង្គម្ចាស់រណរិទ្ធនិងក្រុមស្នូលរឹងរូសមួយក្រុមក្នុងរង្វង់គណៈបកហ៊ុនស៊ិពេចជំនួយការម្នាក់របស់សម្ដេចសីហនុត្អូញត្អែទាំងជូរចត់ថាលោកសំរងស៊ីនៅពីក្រោយការដួលរលំនៃរដ្ឋាភិបាលនេះគាត់ជាមេដឹកនាំហ៊ុនស៊ិពេចដែលចង់រក្សាអំណាចសម្រាប់ខ្លួនឯងវាជាការមិនអាចទទួលយកបានសម្រាប់ព្រះអង្គម្ចាស់រណរិទ្ធក្នុងការដែលត្រូវគេដាក់ក្នុងកម្រិតស្មើគ្នាជាមួយលោកហ៊ុនសែនហើយព្រះអង្គទាមទារយកតំណែងខ្ពស់ជាងនេះចេញពីមនុស្សជើងថ្មីម្នាក់ក្នុងអំឡុងកិច្ចចរចាសន្តិភាពរវាងសម្ដេចសីហនុនិងលោកហ៊ុនសែននាពាក់កណ្ដាលឆ្នាំ1980ព្រះអង្គម្ចាស់រណរិទ្ធដណ្ដើមបានអាណត្តិពីប្រជាជនដើម្បីដឹកនាំឥឡូវនេះព្រះអង្គចាត់ទុកខ្លួនឯងថានៅពីក្រោយលោកហ៊ុនសែនមួយកន្លាក់ព្រះអង្គម្ចាស់រណរិទ្ធទទួលដំបូន្មានពីជំនួយការរបស់ព្រះអង្គថាវាជាអត្តឃាតនយោបាយមួយសម្រាប់គណៈបកហ៊ុនស៊ិពេចក្នុងការប្រគល់អំណាចដោយសោះកក្រោះថ្វាយសម្ដេចសីហនុពីព្រោះគណៈបកនេះដណ្ដើមបានសន្លឹកឆ្នោត 6% ច្រើនជាងគណៈបករបស់លោកហ៊ុនសែនលោកអ៊ុចគីមអនអនុរដ្ឋមន្ត្រីមួយក្នុងរដ្ឋាភិបាលរដ្ឋកម្ពុជានិយាយថាព្រះអង្គម្ចាស់រណរិទ្ធទំនងជាដកថយពីការសន្យារបស់ព្រះអង្គថានឹងថ្វាយអំណាចដោយព្រះបិតារបស់ព្រះអង្គគាត់ធ្លាយតម្រុយរៀងកំណាច់បន្តិចថាព្រះអង្គម្ចាស់រណរិទ្ធត្រូវបានបង្វឹកដោយពួកខ្មែរក្រហមមិនឲ្យទទួលរដ្ឋាភិបាលសម្ដេចសីហនុតែនេះគឺកម្ពុជាលោកខៀវកញ្ញរិទ្ធអ្នកនាំពាក្យរបស់រដ្ឋកម្ពុជានិយាយដែរបន្ថែមទៀតថាអ្វីក៏ដោយអាចកើតមានឡើងនៅទីនោះគាត់និយាយថាបើទោះជាគណៈបកហ៊ុនស៊ិពេចឈ្នះបានស្លឹកឆ្នោតច្រើនជាងក៏ដោយក៏គែមនៃជ័យជំនះរបស់ខ្លួនតិចតួចស្ដេចស្ដាងណាស់ហើយជាលទ្ធផលគណៈបកប្រជាជនកម្ពុជានិងគណៈបកហ៊ុនស៊ិពេចគ្មានជំរឿនណាផ្សេងទៀតក្រៅពីរំលែកអំណាចជាមួយគ្នាទេសម្រាប់ព្រះអង្គម្ចាស់រណរិទ្ធព្រះអង្គបដិសេធមិនទទួលយកភាពប្រកបនិយមក្បត់បែបនេះដែលថាឈ្នះការបោះឆ្នោតមួយមិនមានន័យថាជាការធានានៃការបង្កើតរដ្ឋាភិបាលមួយបាននោះនៅពេលដែលគណៈបកហ៊ុនស៊ិពេចរបស់ព្រះអង្គក្បត់ជាមួយព្រះអង្គសម្ដេចសីហនុបានរកឃើញការគ្រប់គ្រងថ្មីក្នុងចំណោមសមាជិកគណៈបករបស់លោកហ៊ុនសែនដែលគ្រប់គ្រងគោលបំណងរបស់ព្រះអង្គឲ្យក្លាយជានាយករដ្ឋមន្ត្រីហើយជាប្រធានាធិបតីប្រតិបត្តិមួយនាពេលអនាគតជាថ្នូរមកវិញសម្ដេចសីហនុដើរតួជាអ្នកផ្សះផ្សាដ៏ឥតខ្ចោះម្នាក់ដោយទទូចឲ្យពួកខ្មែរក្រហមកុំធ្វើការវាយប្រហារមកលើកងទ័ពរបស់លោកហ៊ុនសែន
ពីព្រោះពួកគេឥឡូវនេះកំពុងស្ថិតក្រោមការបញ្ជាផ្ទាល់របស់ព្រះអង្គហើយថាការវាយប្រហារមួយទៅលើកងទ័ពនេះនឹងត្រូវបានគេបកស្រាយថាជាការវាយប្រហារទៅលើសម្ដេចសីហនុតើសម្ដេចសីហនុក្បត់សិទ្ធិរបស់បុត្រាព្រះអង្គក្នុងការបង្កើតរដ្ឋាភិបាលមួយក្នុងនាមជាអ្នកឈ្នះលោកហ៊ុនសែននិយាយថាគំនិតប្រួយផ្ដាំរបស់សម្ដេចសីហនុត្រឹមត្រូវទាំងស្រុងព្រះអង្គម្ចាស់រណរិទ្ធគួរតែដឹងគុណចំពោះព្រះមហាក្សត្រតើព្រះអង្គម្ចាស់រណរិទ្ធដឹកនាំប្រទេសមិននឹងកើតជាមួយសម្លេងភាគច្រើនមិនដល់ 50% ផងនោះនៅពេលដែលការប្រឆាក្នុងគេហដ្ឋានត្រកូលនរោត្តមកាន់តែរីកធំឡើងក្នុងប៉ុន្មានសប្តាហ៍បន្ទាប់មកទៀតគឺគណៈបករបស់លោកហ៊ុនសែនឯនេះទៅវិញទេដែលចំណេញច្រើននោះបន្ទាប់មកទៀតសម្ដេចសីហនុបានបោះបង់ចោលសុជីវធម៌អស់ហើយបែរមុខប្រឆាំងព្រះអង្គម្ចាស់រណរិទ្ធដោយចំហក្នុងការសម្ដែងព្រះភ័ក្ត្រមុខកញ្ចក់ទូរទស្សន៍ព្រះអង្គប្រាប់ទៅប្រជាជនថាព្រះអង្គម្ចាស់រណរិទ្ធបានរំលោភលើពាក្យសន្យារបស់ព្រះអង្គថានឹងផ្ទេរអំណាចទៅឲ្យព្រះអង្គក្នុងពេល24ម៉ោងនៃការឈ្នះឆ្នោតព្រះអង្គត្អូញត្អែអំពីភាពគ្មានភក្ដីភាពរបស់បុត្រាព្រះអង្គឆាកល្ខោនបានលាតត្រដាងឲ្យឃើញភាពមិនទុកចិត្តគ្នាដែលចាក់ឫសយ៉ាងជ្រៅដែលសម្ដេចសីហនុមានចំពោះបុត្រារបស់ព្រះអង្គក្រោមឥទ្ធិពលរបស់មហេសីព្រះអង្គអ្នកមនាងមុនិចសម្ដេចសីហនុចូលចិត្តបុត្ររបស់អ្នកមនាងតែមិនមែនបុត្រនានាដែលប្រសូតដោយមហេសីឯទៀតរបស់ព្រះអង្គទេព្រះអង្គម្ចាស់រណរិទ្ធមិនមែនជាបុត្រារបស់អ្នកមនាងមុនិចទេព្រះអង្គជាបុត្រារបស់អ្នករបាំក្នុងវាំងមួយរូបកម្រណាស់ដែលថាសម្ដេចសីហនុបង្ហាញនូវភាពស្រឡាញ់ជាឪពុកចំពោះព្រះអង្គម្ចាស់រណរិទ្ធហើយព្រះអង្គរក្សានូវគម្លាតមួយរវាងព្រះអង្គនិងបុត្រាមួយអង្គនេះវាមិនមែនជារឿងភ្ញាក់ផ្អើលទេការដែលថាព្រះអង្គច្បាមយកកាលានុវត្តភាពដំបងបង្អស់ដើម្បីបដិសេធចំពោះបុត្រាព្រះអង្គនៅសិទ្ធិស្របច្បាប់ក្នុងការបង្កើតរដ្ឋាភិបាលថ្មីមួយនៅទីបំផុតសម្ដេចសីហនុដកថយហើយព្រះអង្គម្ចាស់រណរិទ្ធក្លាយជានាយករដ្ឋមន្ត្រីទី1ក្នុងរដ្ឋាភិបាលចម្រុះជាមួយលោកហ៊ុនសែនដែលជានាយករដ្ឋមន្ត្រីទី2ព្រះអង្គម្ចាស់រណរិទ្ធកំពុងស្ថិតក្នុងវាលស្រែនៅខេត្តបន្ទាយមានជ័យក្នុងពេលដែលព្រះអង្គបានលើកដំណឹងស្ដីអំពីការបង្កើតរដ្ឋាភិបាលពីទីនោះព្រះអង្គផ្ញើទូរស័ព្ទមួយច្បាប់មកព្រះបិតាព្រះអង្គដោយស្នើព្រះអង្គឲ្យពន្យល់នូវមូលដ្ឋានច្បាប់នៃការបង្កើតរដ្ឋាភិបាលបណ្ដោះអាសន្ននិងរចនាសម្ព័ន្ធនីតិបញ្ញត្តិដែលក្រោមរចនាសម្ព័ន្ធនោះរបបថ្មីមួយនឹងត្រូវដំណើរការព្រះអង្គម្ចាស់រណរិទ្ធក៏បានទាមទារផងដែរថាព្រះអនុត្តមេដាទីតីរបស់ព្រះអង្គគឺព្រះអង្គម្ចាស់ចក្រពង្សត្រូវដាក់ឲ្យនៅក្រៅអនាគតរដ្ឋាភិបាលមួយដោយសារថាព្រះអង្គម្ចាស់ទាំងពីរព្រះអង្គនេះមើលមុខគ្នាមិនត្រង់ទេសម្ដេចសីហនុបរាជ័យក្នុងការរកចម្លើយសមហេតុផលមួយឲ្យបានចំពោះសំណួររបស់ព្រះអង្គម្ចាស់រណរិទ្ធស្ដីពីមូលដ្ឋានច្បាប់នៃរបបថ្មីមួយប៉ុន្តែព្រះអង្គអះអាងបញ្ជាក់ថាព្រះអង្គម្ចាស់ចក្រពង្សនឹងមិនត្រូវបានរាប់បញ្ចូលក្នុងរដ្ឋាភិបាលជាតិទេសម្ដេចសីហនុទំនងជាចេញដំណើរមុនការឲ្យសញ្ញាព្រោះថាមិនទាន់មានរចនាសម្ព័ន្ធនីតិបញ្ញត្តិនៅនឹងកន្លែងនៅឡើយដែលក្រោមរចនាសម្ព័ន្ធនោះរដ្ឋាភិបាលជាតិអាចប្រតិបត្តិមុខងាររបស់ខ្លួនបានតើអ្វីទៅជាហេតុផលពិតប្រាកដរបស់ព្រះអង្គវាដូចជាថាព្រះអង្គមានចេតនាចង់ឲ្យរដ្ឋាភិបាលបណ្ដោះអាសន្នបម្រើជីវិតការមួយដើម្បីផ្សះផ្សាភាគីទាំងអស់វាជាមធ្យោបាយមួយដើម្បីបង្ការជាមុននឹងការជំទាស់របស់លោកហ៊ុនសែនមិនប្រគល់អំណាចចម្លើយរបស់សម្ដេចសីហនុចំពោះព្រះអង្គម្ចាស់រណរិទ្ធបានធ្វើឲ្យផ្ទុះដំណឹងនៃការរំលំនៃរដ្ឋាភិបាលបណ្ដោះអាសន្នព្រះអង្គសរសេរថាមានជនកម្ពុជាខ្លះនិងមនុស្សអន្តៈខ្លះនិយាយថារដ្ឋាភិបាលជាតិកាត់ចេញពីរដ្ឋធម្មនុញ្ញប្រហារមួយខ្ញុំសូមលះបង់ការបង្កើតនិងធ្វើជាអធិបតីនៃរដ្ឋាភិបាលជាតិហើយគោលបំណងតែមួយគត់ដែលខ្ញុំមានក្នុងការទទួលយកសំណើគឺដើម្បីជៀសវាងអធិការបង្ហូរឈាមមួយដែលលោកហ៊ុនសែនធ្វើឲ្យខ្ញុំយល់ថានឹងអាចកើតមានក្នុងការលះបង់ការបង្កើតរដ្ឋាភិបាលជាតិនេះខ្ញុំសូមទុកឲ្យគណៈបកប្រជាជនកម្ពុជានិងគណៈបកហ៊ុនស៊ីប៉ិចទទួលយកការទទួលខុសត្រូវចំពោះរឿងរ៉ាវទាំងអស់ដែលនឹងកើតមានពិតណាស់លោកជាស៊ីមប្រមានសម្ដេចសីហនុថាមេដឹកនាំមានអំណាចក្នុងរង្វង់គណៈបកប្រជាជនកម្ពុជានឹងមិនព្រមប្រគល់អំណាចទៅឲ្យរដ្ឋាភិបាលថ្មីទេក្នុងករណីដែលពួកគេមិនសម្រេចបានដំណោះស្រាយក្នុងការចែករំលែកអំណាចវាអាចនឹងមានការបង្ហូរឈាមថែមទៀតផងក្នុងថ្ងៃនោះមន្ត្រីព្រះបរមរាជវាំងបានផ្សព្វផ្សាយពាក្យថាសម្ដេចសីហនុបានបោះបង់ការបង្កើតរដ្ឋាភិបាលជាតិកម្ពុជាហើយពីព្រោះប្រទេសខ្លះក្នុងចំណោមសមាជិកអចិន្ត្រៃយ៍នៃអង្គការសហប្រជាជាតិជំទាស់នឹងការបង្កើតបែបនេះសហរដ្ឋអាមេរិកត្រូវបានគេជឿថាជាប្រទេសមួយក្នុងចំណោមនោះអ្វីបើមិនប្រកាសអំពីតម្លៃរបស់វាក៏ដោយប្រធានអន្តៈលោកអាកាស៊ីផ្ដល់ការគាំទ្ររបស់គាត់ចំពោះរដ្ឋាភិបាលជាតិក្នុងអំឡុងសវនកម្មមួយជាមួយសម្ដេចសីហនុនៅថ្ងៃទី3ខែមិថុនាមន្ត្រីព្រះបរមរាជវាំងសង្ឃឹមថារដ្ឋាភិបាលជាតិអាចត្រូវបានធ្វើឲ្យរស់ឡើងវិញក្នុងជំនួបនាពេលអនាគតរបស់ឧត្តមក្រុមប្រឹក្សាជាតិប៉ុន្តែកិច្ចប្រជុំរបស់ឧត្តមក្រុមប្រឹក្សាជាតិដែលក្រុងធ្វើនៅថ្ងៃទី5ខែមិថុនាត្រូវបានលុបចោលវិញព្រោះសម្ដេចសីហនុមានប្រាប់បន្ទូលថាព្រះអង្គមិនស្រួលព្រះកាយហើយនឹងមិនធ្វើជាអធិបតីនៃកិច្ចប្រជុំនេះទេនៅទីបំផុតតាមរយៈការបំផ្លាញរដ្ឋាភិបាលរបស់បិតាព្រះអង្គម្ចាស់រណរិទ្ធមិនត្រឹមតែធ្វើឲ្យបិតាព្រះអង្គអាម៉ាស់មុខប៉ុណ្ណោះទេតែក៏ខូចមុខមាត់នៅពេលដែលព្រះអង្គវិលមករដ្ឋធានីហើយបើកការចរចាជាមួយគណៈបកប្រជាជនដើម្បីចែករំលែកអំណាចក្រោយមកទៀតសមាជិកនៃរដ្ឋសភាជាតិបានសរសេររដ្ឋធម្មនុញ្ញថ្មីមួយដែលតម្រូវឲ្យមានសម្លេងភាគច្រើន2ភាគ3
សម្រាប់គណៈបកណាមួយក៏ដោយដើម្បីបង្កើតរដ្ឋាភិបាលអញ្ចឹងវាត្រូវបានគេសរសេរលើផ្ទាំងศิលាដែលក្នុងកលៈទេសៈណាក៏ដោយក៏ព្រះអង្គម្ចាស់រណរិទ្ធមិនអាចបង្កើតរដ្ឋាភិបាលមួយរបស់ព្រះអង្គបានឡើយព្រះអង្គត្រូវការចាំបាច់នៅគណៈបកប្រជាជនច្រើនដូចគ្នានៅគណៈបកប្រជាជនត្រូវការព្រះអង្គដែរជាថ្មីម្ដងទៀតការកណនាដ៏ប្រយ័ត្នប្រយែងរបស់លោកហ៊ុនសែនបានបញ្ជាក់អះអាងថាត្រូវជាមួយនឹងការរំលំរដ្ឋាភិបាលសម្ដេចសីហនុលោកហ៊ុនសែននៅតែជានាយករដ្ឋមន្ត្រីរហូតទាល់តែរដ្ឋាភិបាលថ្មីមួយអាចត្រូវគេបង្កើតបាននាព្រឹកនោះសម្ដេចសីហនុដែលប្រហែលជាមានឯកតកម្មជានាយករដ្ឋមន្ត្រីក្នុងអាណត្តិខ្លីជាងគេបំផុតនោះត្រូវទទួលការចោទប្រកាន់ពីសំណាក់អ្នកការទូតថាបានធ្វើវាំងប្រហារមន្ត្រីជាន់ខ្ពស់របស់អន្តម្នាក់របូតមាត់របស់គាត់និយាយទៅកាន់អ្នកសារព័ត៌មានបរទេសម្នាក់ដោយដាក់ផ្លាកការបង្កើតរដ្ឋាភិបាលមួយនេះជាធម្មនុញ្ញប្រហារអន្តចេញសេចក្តីបដិសេធមួយដោយនិយាយថាសេចក្តីថ្លែងការណ៍បែបនេះមិនត្រូវបានគេអនុញ្ញាតឲ្យធ្វើទេហើយគ្មានការលុបប៊ីណាមួយកំពុងធ្វើក្នុងរង្វង់អន្តប្រឆាំងទៅនឹងការបង្កើតរដ្ឋាភិបាលបណ្ដោះអាសន្នទេតែផ្ទុយទៅវិញវាជាការពិតវាជាការសម្ងាត់ជាចំហមួយដែលថាមន្ត្រីជាច្រើនរបស់អន្តមកពីបណ្ដាប្រទេសមួយចំនួនបានដើរតាមរបៀបវីរៈជាតិរបស់គេដែលមិនខ្វល់ថាតើអ្វីជាផលប្រយោជន៍ល្អបំផុតសម្រាប់ប្រទេសកម្ពុជាឡើយក្នុងការធ្វើអាកប្បកិរិយាដែលមិនងាយទស្សទីបានដោយព្រះបិតារបស់ព្រះអង្គម្ចាស់រណរិទ្ធធ្វើការផ្លាស់ចិត្តនៅថ្ងៃទី7មិថុនាដោយមានបន្ទូលថាព្រះអង្គបោះចោលការជំទាស់គ្រប់បែបយ៉ាងចំពោះព្រះរាជតម្រិះសម្ដេចសីហនុក្នុងការបង្កើតរដ្ឋាភិបាលចម្រុះព្រះអង្គមានព្រះបន្ទូលប្រាប់រដ្ឋនាយកហ្វ្រង់អង្គតនេសណាល់ថាយើងទទួលយកហើយគាំទ្រព្រះរាជតម្រិះនៃការបង្កើតរដ្ឋាភិបាលជាតិកម្ពុជាក្រោមអធិបតេយ្យភាពរបស់ព្រះបិតាខ្ញុំដល់ឥឡូវនេះព្រះអង្គម្ចាស់រណរិទ្ធមានបន្ទូលថាការជំទាស់របស់ព្រះអង្គមានទៅលើចំណុចតូចតាចតែប៉ុណ្ណោះខ្ញុំគ្រាន់តែស្នើចំណុចលម្អិតមួយចំនួនដើម្បីធ្វើឲ្យរដ្ឋាភិបាលនេះបានល្អជាងមុនហើយខ្ញុំនិយាយថាការបង្កើតរដ្ឋាភិបាលមួយត្រូវយកមកគិតគូរផងដែរនៅឆន្ទៈរបស់ប្រជាជនដែលជាអ្នកម្ចាស់អំណាចថ្មីបើគណៈបកហ៊ុនស៊ិពេចនាំមកគណៈបករបស់លោកហ៊ុនសែនចំនួន 6% នៃសញ្ញាឆ្នោតក៏ដោយព្រះអង្គម្ចាស់រណរិទ្ធឥតលាក់លៀមក្នុងការទទួលយកភាពប្រកបនិយមនយោបាយព្រះអង្គមានព្រះបន្ទូលថាម្នាក់ត្រូវតែសារភាពថាស្ថានភាពនៅប្រទេសកម្ពុជាធ្វើឲ្យមានការចាំបាច់ក្នុងការបង្កើតរដ្ឋាភិបាលរួមជាតិទូលំទូលាយមួយក្រោមព្រះរាជអធិបតីដ៏ខ្ពង់ខ្ពស់របស់ព្រះបិតាខ្ញុំសេចក្តីថ្លែងការណ៍របស់ព្រះអង្គម្ចាស់រណរិទ្ធបានបន្ធូរបន្ថយភាពតានតឹងរវាងឪពុកនិងកូនហើយប៉ះផ្ចិតមកវិញនឹងការប្រេះឆាដ៏នឿយហត់ក្នុងគ្រួសាររាជវង្សនរោត្តមព្រះអង្គម្ចាស់នរោត្តមបុត្រពង្សបុត្រារបស់ព្រះអង្គម្ចាស់ចក្រពង្សនិយាយប្រាប់ពួកយើងនៅក្នុងពេលបរិភោគអាហារពេលល្ងាចមួយនៃសប្តាហ៍នោះថាវាជាការវិវត្តល្អមួយយើងអាចដើរទៅមុខបានទៀតនេះជាការចាប់ផ្ដើមនៃអ្វីៗទាំងអស់បន្ទាប់ពីមានការមើលរំលងអស់ជាច្រើនរួចមកជំនួយការសម្ដេចសីហនុលោកស៊ីណាថាន់ស៊ីណានិយាយថាយើងបាននឹងកំពុងទន្ទឹងរង់ចាំដំណឹងនេះក្នុងរង្វង់ប៉ុន្មានថ្ងៃមុននេះមានសន្ទុះជាច្រើនប្រាប់ឲ្យដឹងថាព្រះអង្គម្ចាស់រណរិទ្ធអាចពិចារណាចំហរបស់ព្រះអង្គឡើងវិញយប់ជ្រៅថ្ងៃទី7មិថុនាពេលដែលយើងទូរស័ព្ទទៅកាន់លោកសំរងស៊ីនៅទីក្រុងបាងកកគាត់និយាយថាគាត់ទៅតែនឹងលើដំណឹងនេះតាមរយៈវិទ្យុសម្លេងសហរដ្ឋអាមេរិកលោកសំរងស៊ីមិនតំណងជាសប្បាយចិត្តជាមួយចំហថ្មីរបស់ព្រះអង្គម្ចាស់រណរិទ្ធទេលើកនេះជាវេនរបស់សម្ដេចសីហនុក្នុងការសម្ដែងការមុំម៉ៅរបស់ក្សត្រក្នុងការបញ្ឆេះកំហឹងរបស់ព្រះអង្គចោទមន្ត្រីអន្តរជាច្រើនសហរដ្ឋអាមេរិកនិងអ្នកកាសែតដែលតាមព្យាបាទរករឿងថាបានបន្តិចបង្អាក់គោលបំណងរបស់ព្រះអង្គក្នុងការបង្កើតរដ្ឋាភិបាលបណ្ដោះអាសន្នមួយនៅថ្ងៃទី9មិថុនាព្រះអង្គចេញសេចក្តីថ្លែងការណ៍មួយដែលជាធម្មតាជាភាសាបារាំងហើយដែលបានបិទបាំងការប៉ុនប៉ងយកអំណាចដ៏ឆ្កងរបស់ព្រះអង្គសម្ដេចសីហនុមានព្រះបន្ទូលថាខ្ញុំសូមបដិសេធដាច់ខាតមិនទទួលរ៉ាប់រងបទពិសោធន៍ស្រដៀងគ្នានេះក្នុងបច្ចុប្បន្ននិងទៅអនាគតទៀតទេខ្ញុំទទួលមេរៀនរបស់ខ្ញុំហើយក្នុងតម្លៃណាក៏ដោយខ្ញុំត្រូវតែគោរពខ្លឹមសារនៃកិច្ចព្រមព្រៀងក្រុងប៉ារីសហើយជៀសវាងធម្មនុញ្ញប្រហារឲ្យបានជាមនុស្សដែលឆេវឆាវរហូតម្នាក់សម្ដេចសីហនុមានបន្ទូលថែមទាំងមុតមមថាឥឡូវនេះជាភារកិច្ចរបស់អ្នកដទៃអន្តៈអង្គការសហប្រជាជាតិសហរដ្ឋអាមេរិកនិងអ្នកឯទៀតក្នុងការប៉ុនប៉ងធ្វើធម្មនុញ្ញប្រហារនៅប្រទេសកម្ពុជាបើសិនជាការប៉ុនប៉ងបែបនេះធ្វើឲ្យពួកគេសប្បាយចិត្តមន្ត្រីព្រះបរមរាជវាំងម្នាក់ប្រាប់ពួកយើងថាល្ងាចនោះសម្ដេចសីហនុមួម៉ៅនឹងសេចក្តីរាយការណ៍របស់អ្នកកាសែតព្យាបាទមួយដែលនិយាយថាសម្ដេចសីហនុមហេសីព្រះអង្គមុនីនាថសីហនុនិងព្រះអង្គម្ចាស់ចក្រពង្សកំពុងតែដាក់ផែនការលួចយកអំណាចពីព្រះអង្គម្ចាស់រណរិទ្ធក្នុងពេលជាមួយគ្នានោះភាពតស៊ូដណ្ដើមអំណាចមួយកំពុងតែតានតឹងឡើងនៅភ្នំពេញជាមួយគណៈបករបស់លោកហ៊ុនសែនបញ្ជាតម្រូវលក្ខខណ្ឌនានាក្នុងគោលបំណងកាន់កាប់ចំណែកធំនៃបណ្ដាក្រសួងក្នុងរដ្ឋាភិបាលចម្រុះវាស្ដែងចេញច្បាស់ថាការទាមទាររបស់គណៈបកប្រជាជនកម្ពុជានឹងត្រូវបានបំពេញពីព្រោះគណៈបកនេះបញ្ជាកងទ័ពនិងនគរបាលដែលជាកណ្ដាប់ដៃរបស់គេក្នុងពេលជាមួយគ្នានេះដែរគណៈបកប្រជាជនកម្ពុជាសម្ដែងល្ខោននីតិសាស្ត្រថ្មីមួយទៀតគេបានបញ្ជូនមន្ត្រីយោធានិងនគរបាលជាន់ខ្ពស់របស់គេទៅចូលគាល់សម្ដេចសីហនុទៅស្រោចស្រពលើព្រះអង្គជាមួយការបញ្ចែកបញ្ចើហើយអះអាងថ្វាយព្រះអង្គនៅភក្តីភាពរបស់ពួកគេក្នុងការធ្វើដូច្នេះគណៈបកប្រជាជនកម្ពុជាយកប្រៀបលើការប្រឆាំងរវាងសម្ដេចសីហនុ
និងព្រះអង្គម្ចាស់រណរិទ្ធហើយសម្រេចក្នុងការដណ្ដើមយកការគ្រប់គ្រងចាំបាច់ពីសំណាក់សម្ដេចសីហនុទៀតផងទោះជាមានចំនួននយោបាយរវាងពួកគេក៏ដោយក៏ឪពុកនិងកូនមិនទាន់រសាត់ឆ្ងាយពីគ្នាណាស់ទេប៉ុន្តែព្រះអង្គម្ចាស់រណរិទ្ធបានដាក់ចេញនូវការទាមទាររបស់ព្រះអង្គហើយមិនយូរប៉ុន្មានក្រោយផលិតផលការបោះឆ្នោតត្រូវបានប្រកាសហើយគណៈបកហ៊ុនស៊ិពេចត្រូវបានគេប្រកាសជាអ្នកឈ្នះតែសម្បកក្រៅឥតខ្លឹមទេពីព្រោះថាគណៈបកប្រជាជនកម្ពុជានៅតែកាន់កាប់តំណែងបណ្ដាក្រសួងមានអំណាចភាគច្រើនដដែលរដ្ឋសភាមានសមាជិកទើបជ្រើសតាំងថ្មី120នាក់បើកប្រជុំជាលើកដំបូងហើយបោះឆ្នោតប្រគល់អំណាចរដ្ឋថ្វាយសម្ដេចសីហនុជាប្រមុខរដ្ឋតែក្នុងរយៈពេល90ថ្ងៃប៉ុណ្ណោះដែលក្នុងចន្លោះពេលនោះសភាតាក់តែងនិងអនុម័តយករដ្ឋធម្មនុញ្ញថ្មីមួយមុននឹងចូលអគារសភាសមាជិកសភាសម្រាប់ចាត់ប្រជុំរៀងរាល់ថ្ងៃក្រោមរូបបដិមារបស់ព្រះពុទ្ធមន្ត្រីអង្គការសហប្រជាជាតិម្នាក់និយាយកំ pl ែងថាធ្វើអញ្ចឹងដើម្បីធានាថាពួកគេមិននិយាយកុហកក្នុងការសម្ដែងបន្ទាប់បន្សំមួយទៀតសម្ដេចសីហនុបំពាក់ឋានន្តរស័ក្តិយោធាខ្ពស់បំផុតក្នុងប្រទេសឋានៈឧត្តមសេនីយ៍ផ្កាយ5ជូនលោកហេងសំរិនលោកជាស៊ីមលោកហ៊ុនសែននិងព្រះអង្គម្ចាស់រណរិទ្ធជាសញ្ញាបង្ហាញនៅឋានៈផ្នែកនយោបាយជាន់ខ្ពស់ជាងអំណាចយោធាសម្ដេចសីហនុមានបន្ទូលក្នុងព្រះរាជក្រឹត្យមួយថាការតែងតាំងទាំងអស់ធ្វើចំពោះកងយោធពលខេមរភូមិន្ទឈ្មោះដែលគេស្គាល់ថាកងកម្លាំងប្រដាប់អាវុធក្នុងសម័យដឹកនាំរបស់សម្ដេចសីហនុថ្ងៃទី29មិថុនាសម្ដេចសីហនុដូរឈ្មោះពីប្រទេសរដ្ឋកម្ពុជាមកកម្ពុជាវិញហើយដូរទង់ជាតិក្នុងការប៉ុនប៉ងពលអះអាងយកមកវិញនៅការដឹកនាំគ្រប់គ្រងរបស់ព្រះអង្គហើយបញ្ចប់ការកាន់កាប់របស់រដ្ឋាភិបាលលោកហ៊ុនសែនសម្ដេចសីហនុមានបន្ទូលក្នុងរាជបញ្ជាមួយថារដ្ឋកម្ពុជាឥឡូវនេះបានត្រាស់ហៅយ៉ាងងាយថាកម្ពុជានិងកម្ពុជាជាភាសាបារាំងភ្លេងជាតិដែលគេបោះបង់តាំងពីឆ្នាំ1970ត្រូវបានអនុម័តយកមកប្រើវិញប៉ុន្តែសម្ដេចសីហនុធ្វើការផ្លាស់ប្ដូរផ្នែកខ្លះក្នុងបទចម្រៀងដែលធ្វើការសរសើរដល់ស្ដេចពីព្រោះព្រះអង្គលែងប្រាថ្នាចង់ឃើញប្រទេសកម្ពុជាក្លាយជារាជាណាចក្រប្រពៃមួយដែលគ្រប់គ្រងដោយព្រះមហាក្សត្រផ្ដាច់ការទៀតហើយលោកអៀងម៉ូលីសមាជិកសភាជ្រើសតាំងថ្មីរបស់គណៈបក្សសេរីនិយមព្រះពុទ្ធសាសនាប្រាប់ពួកយើងនៅឯគេហដ្ឋានរបស់គាត់ថាព្រះអង្គធ្វើការផ្លាស់ប្ដូរទាំងនេះព្រោះព្រះអង្គចង់ផ្ដល់នូវការចាប់ផ្ដើមថ្មីមួយទៀតដល់រដ្ឋាភិបាលដែលនឹងត្រូវតំណាងដោយទង់ជាតិរាជានិយមនិងបទភ្លេងជាតិចាស់ហើយសម្ដេចសីហនុនឹងក្លាយជាប្រមុខរដ្ឋកម្ពុជាមួយស្របច្បាប់ទម្រាំនឹងរដ្ឋធម្មនុញ្ញថ្មីមួយត្រូវបានរៀបចំហើយប្រទេសកម្ពុជាក្លាយជារាជាណាចក្រម្ដងទៀតរួចហើយជាមួយនឹងព្រះមហាក្សត្រត្រូវគេបន្ថយមកនៅឋានៈត្រឹមសម្រាប់បូជាតែប៉ុណ្ណោះហើយអំណាចនីតិប្រតិបត្តិពិតប្រាកដស្ថិតក្នុងដៃនាយករដ្ឋមន្ត្រីព្រះអង្គម្ចាស់រណរិទ្ធនិងលោកហ៊ុនសែនសម្ដីលោកខៀវកញ្ញរិទ្ធនៅរោក្នុងត្រចៀករបស់យើងនៅឡើយទីនេះកម្ពុជាស្អីក៏ដោយក៏អាចកើតមានឡើងនៅទីនេះមកដល់ពេលនេះសម្ដេចសីហនុបានហោះហើរចេញពីរាជវាំងរបស់ព្រះអង្គទៅកាន់ទីក្រុងព្យុងយ៉ាងអវត្តមានរបស់ព្រះអង្គផ្ដល់ការលំបាកច្រើនមហិមាលើរដ្ឋាភិបាលបន្ទាប់ពីសភាធម្មនុញ្ញមានសមាជិក12រូបព្រៀងគំរូផ្សេងគ្នានៃអនាគតរដ្ឋធម្មនុញ្ញរួចមកសភាធម្មនុញ្ញនេះថ្វាយពង្រៀងដល់សម្ដេចសីហនុដើម្បីពិនិត្យលើប្រការនានាទាក់ទិននឹងព្រះមហាក្សត្រតែសម្ដេចសីហនុនៅឯកូរ៉េខាងជើងឯណោះព្រះអង្គម្ចាស់រណរិទ្ធនិងលោកហ៊ុនសែនត្រូវចាត់បង្ខំឲ្យហោះទៅទីក្រុងព្យុងយ៉ាងដើម្បីគាល់ព្រះអង្គក្នុងខែកញ្ញាឆ្នាំ1993ដែលនាំយកទៅជាមួយនៅពង្រៀងទាំងពីរនោះពង្រៀងមួយបង្កើតរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញឯពង្រៀងមួយទៀតអត់ដូច្នោះទេព្រះអង្គម្ចាស់រណរិទ្ធគាំទ្រការធ្វើឲ្យរបបរាជានិយមរស់ឡើងវិញឯសម្ដេចសីហនុដែលនៅក្នុងចំណងអំណាចនៅឡើយចង់បានតួនាទីប្រតិបត្តិទូលំទូលាយបន្តិចបន្ទាប់ពីមានសវនាការជាមួយសហនាយករដ្ឋមន្ត្រីទាំងពីររួចមកសម្ដេចសីហនុយល់ស្របព្រះទ័យធ្វើជាស្ដេចហើយផ្ដល់ការយល់ព្រមដល់ព្រះអង្គឲ្យរដ្ឋសភាជាតិអនុម័តពង្រៀងរដ្ឋធម្មនុញ្ញបង្កើតរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញបញ្ហាទំនងជាត្រូវបានដោះស្រាយហើយនៅទីក្រុងព្យុងយ៉ាងតើវាដោះស្រាយបានមែនឬប៉ុន្មានម៉ោងក្រោយពីត្រឡប់មកភ្នំពេញវិញក្នុងថ្ងៃទី3ខែកញ្ញាសម្ដេចសីហនុបញ្ជូនទូរសារមួយមកឲ្យពួកគេដែលមានព្រះបន្ទូលថាព្រះអង្គនឹងមិនធ្វើជាព្រះមហាក្សត្រទេព្រះអង្គមានបន្ទូលថាព្រះអង្គចង់ជៀសវាងការបង្កើតរឿងចម្រូងចម្រាសហើយបន្ថែមថាបើយើងពិភាក្សាបញ្ហារាជានិយមនឹងជាតិយើងនឹងទទួលខុសត្រូវចំពោះការបង្កើតនិងការបែងចែកថ្មីក្នុងប្រជាជាតិយើងពីថ្ងៃក្រោយមកទៀតនៅថ្ងៃទី5ខែកញ្ញាសម្ដេចសីហនុផ្ញើព្រះរាជសារមួយទៅរដ្ឋសភាជាតិសម្ដែងការជំទាស់ទៅនឹងការសម្រេចចិត្តតែងតាំងព្រះអង្គជាព្រះមហាក្សត្រព្រះអង្គមានបន្ទូលថាវាប្រសើរជាងក្នុងការដើរតាមគន្លងរដ្ឋធម្មនុញ្ញដែលមិនមែនជារាជានិយមហើយក៏មិនមែនជាសាធារណរដ្ឋដែរកាលនោះព្រះអង្គកំពុងតែទទួលការពិនិត្យព្រះរាជសុខភាពនៅប៉េកាំងដែលពីទីនោះព្រះអង្គផ្ញើលិខិតមួយមកប្រធានអ៊ុនតាក់លោកអាកាស៊ីដោយមានបន្ទូលថាព្រះអង្គសម្រេចប្រទេសកាត់ចំណងតាក់ទងជាមួយអ៊ុនតាក់ពីព្រោះនៅខាងក្នុងអ៊ុនតាក់មានមនុស្សខ្លះជាអ្នកប្រឆាំងសីហនុព្រះអង្គម្ចាស់រណរិទ្ធមិនគ្រាន់តែអល់ឯកដោយសារព្រះបិតាចិត្តសាវ៉ារបស់ព្រះអង្គប៉ុណ្ណោះទេព្រះអង្គក៏មួមងក្នុងប្រទេសដែរតែមន្ត្រីព្រះបរមរាជវាំងប្រកែកថាសម្ដេចសីហនុមិនដែលចង់ខ្លាចជាស្ដេចម្ដងទៀតទេហើយថាសហនាយករដ្ឋមន្ត្រីទាំងពីរ
ចេះតែព្យាយាមបំពាក់របបប្រជានិយមទៅលើព្រះអង្គក្រុមមនុស្សដែលវិលវល់ជាងគេនៅភ្នំពេញគឺអ្នកឆ្លៃឆ្លងព័ត៌មានបរទេសដែលសរសេរសេចក្តីរាយការណ៍ព័ត៌មានមួយតែរកឃើញនៅថ្ងៃបន្ទាប់ថាអ្វីដែលពួកគេសរសេរនោះមិនបានកាត់ឡើងទេនៅទីនេះសម្ដេចសីហនុកំពុងបញ្ចេញទង្វើអ្វីដែលព្រះអង្គដឹងច្បាស់ទុកឲ្យមនុស្សម្នាទាយអំពីចលនាបន្តមកទៀតរបស់ព្រះអង្គជាលទ្ធផលអ្នករាយការណ៍ព័ត៌មានខ្លះសរសេរអំពីប្រទេសនេះនិយាយថាពួកគេនឹងមិនផ្ញើអត្ថបទទៅកាន់កាសែតរបស់ពួកគេទេដរាបណាទាល់តែអរិយាប័ត្រងងក់ឈប់មានតទៅទៀតវានឹងបញ្ជាក់ថាការសម្រេចចិត្តវាងវៃមួយហេតុអ្វីព្រោះថានៅយប់ថ្ងៃទី24ខែកញ្ញាឆ្នាំ1993សម្ដេចសីហនុធ្វើឲ្យជនរួមជាតិព្រះអង្គភ្ញាក់ផ្អើលដោយសារការធ្វើសច្ចាប្រណិធានធ្វើជាស្ដេចក្នុងពិធីដែលរៀបចំឡើងយ៉ាងល្អិតល្អន់ក្នុងព្រះបរមរាជវាំងលៀបពណ៌លឿងព្រលឹមនៃព្រឹកនោះព្រះអង្គបានអនុម័តនិងឡាយព្រះហស្ថលេខាលើរដ្ឋធម្មនុញ្ញដែលដាក់ព្រះអង្គលើរាជបល្ល័ង្កវិញប៉ុន្តែថ្វាយអំណាចតិចតួចនៃអំណាចទាំងឡាយដែលត្រូវបានគេប្រលេះយកពីព្រះអង្គក្នុងរដ្ឋប្រហារកាលពី23ឆ្នាំមុនស្ថិតក្នុងសម្លៀកបំពាក់តាមទំនៀមទម្លាប់ខ្មែរអាវកុដពណ៌សដៃវែងមានឡេវពណ៌ទឹកមាសពីលើសម្ពុតចុងក្បិនលើជង្គង់ពណ៌ស្វាយលាយក្រហមតិចតិចសម្ដេចសីហនុប្រជជន71ព្រះវស្សាដ៏ស្អាតខ្ញង់និងព្រះមហេសីព្រះអង្គត្រូវបានគេប្រកាសជាព្រះមហាក្សត្រនិងរាជអគ្គមហេសីបន្ទាប់ពីមានការជ្រើសតាំងរបស់ពួកគេដោយក្រុមប្រឹក្សានៃអ្នកនយោបាយនិងព្រះសង្ឃជាន់ខ្ពស់បរិះម្នាក់ដែលស្រែកចំណងរកអំណាចដាច់ខាតបានទទួលយកតួនាទីទាបជាងមុនធ្វើជាស្ដេចអាស្រ័យរដ្ឋធម្មនុញ្ញដែលនាំមកជាមួយនៅអំណាចកម្ពុជាលើកងកម្លាំងប្រដាប់អាវុធនិងអាជ្ញាក្នុងការតែងតាំងនិងរំលាយចោលគណៈរដ្ឋមន្ត្រីគួរឲ្យអស់សំណើចទាំងនេះជាអំណាចដែលព្រះអង្គមិនគួរត្រូវបានអនុញ្ញាតឲ្យអនុវត្តទាល់តែសោះវាល្អបំផុតបើព្រះអង្គស្ថិតនៅក្រៅនយោបាយប្រទេសកំពុងតែត្រូវបានគ្រប់គ្រងដោយនាយករដ្ឋមន្ត្រី2ហើយការជ្រៀតជ្រែកពីកម្លាំងទី3ណាមួយក្នុងករណីនេះព្រះមហាក្សត្រនឹងធ្វើឲ្យបញ្ហាកាន់តែយ៉ាប់យ៉ឺនទៀតដោយសារនឹងមានមជ្ឈមណ្ឌលអំណាចផ្ទុយគ្នាច្រើនពេកនៅពេលដែលព្រះអង្គស្វាគមន៍មនុស្សរាប់ពាន់នាក់នាល្ងាចនោះដែលមកប្រមូលផ្ដុំនៅក្រៅព្រះបរមរាជវាំងដើម្បីមើលស្ដេចជាទីស្រឡាញ់របស់គេនោះព្រះអង្គមើលទៅដូចជាទន់ជ្រាយហើយមានរាងកាយតូចច្រឡឹងកំពុងតែឈរម្នាក់ឯងនៅលើយ៉រខាងមុខរបស់ព្រះបរមរាជវាំងដោយត្រូវបានការពារពីកម្ដៅហែងរបស់ព្រះអាទិត្យដោយស្វេតឆ័ត្រដោយមនុស្សផ្លូវការម្នាក់ទើបតែបាន2សប្តាហ៍បន្ទាប់ពីការយាងសោយរាជសារជាថ្មីសម្ដេចសីហនុវិលទៅកាន់ទីក្រុងប៉េកាំងវិញដែលនៅទីនោះព្រះអង្គទទួលការវះកាត់ពីសំណាក់វិជ្ជបណ្ឌិតចិននៅថ្ងៃទី7តុលាហើយបានយកចេញនូវដុំសាច់ដ៏អាក្រក់មួយដុំចេញពីចិត្តរបស់ព្រះអង្គសម្ដេចសីហនុបានបិទដំណឹងស្ដីពីការវះកាត់មិនឲ្យប្រជាជនដឹងអស់ពេលជាច្រើនថ្ងៃជនកម្ពុជាមានអារម្មណ៍រន្ធត់នៅថ្ងៃទី12តុលានៅពេលដែលព្រះអង្គមានព្រះបន្ទូលក្នុងសេចក្តីរាយការណ៍មួយពីទីក្រុងប៉េកាំងថាដុំសាច់ដែលដកចេញពីមួយសប្តាហ៍មុនមានរោគមហារីកតែមិនបានឆ្លងរាលដាលទេដោយប្រាប់ភិនភាគមហារីកជាប្រភេទលីមភូម៉ាព្រះអង្គមានព្រះបន្ទូលថាប្រសិនបើគេមិនបានរកឃើញដុំសាច់ក្នុងរយៈពេល2ឬ3ខែទៀតនោះវានឹងអាចរាលដាលទៅដល់ផ្នែកដទៃទៀតនៃខ្លួនរបស់ខ្ញុំការព្យាបាលរ៉ាំរ៉ៃបានអូសបន្លាយការយាងត្រឡប់របស់ព្រះអង្គមកភ្នំពេញវិញក៏ឲ្យមានការព្រួយបារម្ភថាការចូលទីវង្គតរបស់ព្រះអង្គអាចអង្រួនស្ថិរភាពរបស់ប្រទេសពីព្រោះព្រះអង្គត្រូវបានគេមើលឃើញថាជាមេដឹកនាំម្នាក់គត់ដែលមានសមត្ថភាពរក្សាភាគីនយោបាយផ្សេងៗគ្នាក្នុងរង្វង់រដ្ឋាភិបាលចម្រុះមិនឲ្យបាក់បែកចេញពីជួរបានដោយរដ្ឋធម្មនុញ្ញមិនបានបញ្ជាក់ច្បាស់លាស់នៅជួរនៃអ្នកស្នងរាជបល្ល័ង្កការចូលទីវង្គតរបស់ព្រះអង្គឬក៏រោគគាពាធធ្ងន់ធ្ងរត្រូវបានគេរំពឹងថានឹងបញ្ឆេះនៅការប្រយុទ្ធចម្រូងចម្រាសដើម្បីស្នងរាជបល្ល័ង្កត្រូវបានគេរំពឹងទុកថាព្រះអង្គម្ចាស់រណរិទ្ធនិងព្រះអង្គម្ចាស់ចក្រពង្គនឹងធ្វើការប៉ុនប៉ងដើម្បីក្លាយជាស្ដេចជាតំណែងដែលបុត្រដទៃទៀតរបស់ព្រះអង្គសម្ដេចសីហនុក៏សម្លឹងមើលដែរយន្តការនៃការតែងតាំងអនាគតព្រះមហាក្សត្រមួយអង្គគឺធ្វើតាមការបោះឆ្នោតដែលក្នុងនោះសញ្ញាឆ្នោតត្រូវបានគេបោះដោយក្រុមប្រឹក្សារាជបល្ល័ង្កដែលមានសមាជិកភាពជារដ្ឋបរោះកម្ពុជាជាន់ខ្ពស់និងព្រះសង្ឃមួយចំនួនតូចប៉ុន្មានថ្ងៃមុនចម្រើនប្រជជន71ព្រះវស្សាបន្តិចជីវិតរបស់សម្ដេចសីហនុស្ថិតក្នុងគ្រោះថ្នាក់ធ្ងន់ធ្ងរដែលព្រះអង្គត្រូវឆ្លងកាត់ការព្យាបាលគីមីសាស្ត្រនិងការព្យាបាលវិទ្យាសាស្ត្រដើម្បីព្យាបាលជំងឺមហារីកជារៀងរហូតព្រះអង្គសរសេរមករដ្ឋាភិបាលដោយមានព្រះរាជបន្ទូលថាការសោយទីវង្គតរបស់ព្រះអង្គខិតជិតមកដល់ហើយព្រះអង្គទទួលការញោមញីពីការខ្វល់ខ្វាយជាច្រើនអំពីសុខុមាលភាពរបស់ព្រះមហេសីព្រះអង្គបន្ទាប់ពីការចូលទីវង្គតរបស់ព្រះអង្គបន្ទាប់ពីមរណភាពរបស់ខ្ញុំដែលមិនអាចជៀសផុតរដ្ឋាភិបាលនិងរដ្ឋសភាជាតិនៃកម្ពុជាសូមមេត្តាអនុញ្ញាតភរិយាមេម៉ាយរបស់ខ្ញុំមុនីនាថសីហនុឲ្យបន្តគង់ប្រថាប់រហូតដល់ជីវិតរបស់នាងក្នុងព្រះបរមរាជវាំងក្នុងផ្ទះមួយដែលបច្ចុប្បន្នត្រូវបានជាប់រវល់ប្រើប្រាស់ដោយលេខាធិការដ្ឋានរបស់ខ្ញុំហើយដែលនៅទីនោះព្រះមេដាជាទីស្រឡាញ់របស់ខ្ញុំដែលបានចែកឋានទៅព្រះមហាក្សត្រីយានីស៊ីសវត្តកុសមៈធ្លាប់គង់ប្រថាប់មុននឹងត្រូវបានគេបណ្តេញចេញដោយអយុត្តិធម៌ពីព្រះបរមរាជវាំងដោយមេដឹកនាំនៃរដ្ឋប្រហារលន់នល់ក្នុងឆ្នាំ1970ព្រះអង្គមានបន្ទូលទៀតថាបើសិនជាផ្ទះមិនទំនេរទេនោះព្រះរាជអគ្គមហេសីគួរតែត្រូវបានអនុញ្ញាតឲ្យគង់ប្រថាប់ក្នុងអគារដែលបច្ចុប្បន្នជាគេហដ្ឋានរបស់សមាជិកលេខាធិការដ្ឋានរបស់ព្រះអង្គ